អាប់អ៊ុំម្នាក់នឹងវាដកលុយទាំងអស់ដែលមាន5000ក្នុងខ្លួនយកមកហើយកូនចៅបាន5តែវាមិនបានប្រើកូនចៅឲ្យទៅធ្វើការរកលុយអីទេបែរជាប្រើពួកវាឲ្យទៅខ្ចីលុយការប្រាក់ខ្ពស់ទៅវិញមិនយូរប៉ុន្មានកូនចៅទាំង5នាក់ខ្ចីបាន200,000 បាត់រួចវាយកលុយ200,000នឹងទៅហើយកូនចៅបាន200នាក់ទៀតហើយវាក៏ប្រើកូនចៅ200នាក់នឹងឲ្យដាក់ខ្ចីលុយបន្តចំណែកខាងក្រុមហ៊ុនចុងការវិញស្មានតែប៉ះមួយធំហើយត្រឹមតែ1ម៉ោងសោះភ្ញៀវដែលមកដាក់ពាក្យខ្ចីលុយចិត្តដល់100នាក់ទៅហើយរហូតដល់ថ្នាក់លើឈ្មោះចូលសៅបុគ្គលិកប្រាប់គាត់ថាឥឡូវលុយបង្វិលលែងទាន់ហើយតែចូលសៅបែរជាសប្បាយចិត្តខ្លាំងមិននឹកស្មានថាស្ងាត់យូរហើយដល់ពេលមានម៉ួយគឺស៊ីបានដល់3ឈប់ប្រញាប់ទឹកខ្ចីលុយគេយកមកចុងការបន្តភ្លាមមិនយូរប៉ុន្មានអាប់អូននឹងរកលុយបាន1000,000ដោយសារវិធីនេះហើយកូនចៅមកទៀតហើយកូនចៅកម្រិតដំបងបាន1000នាក់ខាងនោះទម្លាក់លុយ1000,000ទៀតហើយឲ្យខ្ចីបន្តទៀតទៅទាំងសងខាងដូចជាឈួតវង្វេងអស់ហើយម្ខាងខំខ្ចីម្ខាងទៀតខំឲ្យខ្ចីចុងក្រោយវាខ្ចីបានរហូតដល់100ក្រុមហ៊ុនខុសៗនឹងត្រូវវាបោកយកលុយអស់រលីងតែគេមិនដឹងថាចូលសៅបានលួចកែក្នុងកិច្ចសន្យាខ្ចីលុយទេ3ថ្ងៃក្រោយត្រូវប្រមូលលុយមកវិញទាំងអស់ដល់ពេលនឹងលុយ100លាននឹងក្លាយជា300លានគាត់ចង់បានការប្រាក់ពីអាប់អូននឹងតែអាប់អូននឹងវាមិនដែលគិតចង់សងវិញផងតាមពិតទៅអាប់អូននឹងក៏ជាអ្នកមានម្នាក់ដែរតែពីមុនគាត់ធ្លាប់ត្រូវសង្សារចាស់បោកយកលុយអស់រលីងឥឡូវម្ដាយគាត់ជាធ្ងន់ត្រូវការលុយ50,000កាត់គាត់ចង់ទៅសុំលុយសង្សារចាស់ខ្លះដើម្បីជួយជីវិតម្ដាយតែសង្សារចាស់ម្នាក់នោះបែរជាបង្ខំឲ្យគាត់លុតជង្គង់ចុះទៅរួចក៏ងាកក្រោយឡើងឡានទំនើបបាត់ហើយម្ចាស់ឡាននោះគឺជាកូនអ្នកមានទ្រព្យស្តុកស្តម្ភនៅលើស្ពានបរោះម្នាក់នោះលុតជង្គង់លើថ្នោតទាំងអស់សង្ឃឹមគ្មានលុយមើលជំងឺម្ដាយគាត់ក៏លែងចង់រស់បន្តទៀតដែរពេលនោះមានឡានទំនើបមួយគ្រាន់គាត់មិនកិច្ចមិនស្លន់ស្លោអ្វីទាំងអស់គាត់បែរជាបាត់ដៃចាំឲ្យឡានបុកតែម្ដងគាត់ត្រូវបានឡានបុកទៀតចេញទៅស្រាប់តែក្នុងខួរក្បាលឬសម្លេងប្រព័ន្ធបន្លឺឡើងអបអរសាទរម្ចាស់ប្រព័ន្ធដែលបានភ្ញាក់ដឹងខ្លួនប្រព័ន្ធមេធំខ្លាំងបំផុតអាចហៅកូនចៅដែលស្មោះត្រង់នឹងអ្នកមកបានតែម្ចាស់ប្រព័ន្ធចង់ភ្ជាប់វាដែរគ្រាន់តែយល់ព្រមភ្ជាប់ភ្លាមប្រព័ន្ធក៏ចាប់ផ្ដើមព្យាបាលរាងកាយរបស់គាត់តែម្ដងរួចធ្វើឲ្យគាត់ដឹងខ្លួនគាត់ឃើញស្រីស្អាតម្នាក់កំពុងស្រែកហៅគាត់ទាំងបារម្ភឃើញគាត់ដឹងខ្លួននេះក៏ប្រញាប់ចង់បញ្ជូនគាត់ទៅមន្ទីរពេទ្យតែគាត់ក៏វិដ័យប្រាប់ថាមិនបាច់ទេព្រោះរឿងនេះគាត់ជាអ្នកចង់សម្លាប់ខ្លួនឯងតែក៏មិនចង់ឲ្យអ្នកដទៃមកពិបាកតែមុននឹងចេញទៅនារីម្នាក់នោះនៅតែដកលុយ5000ឲ្យទៅគាត់មិនយូរប៉ុន្មានសម្លេងប្រព័ន្ធបន្លឺឡើងថាប្រព័ន្ធមេធំខ្លាំងបំផុតចាប់ផ្ដើមដំណើរការឥឡូវនេះអាចហៅកូនចៅកម្រិតទៀតបានចង់ហៅអត់ហើយកូនចៅក៏ត្រូវអស់លុយដែរអីក៏ស៊ីលុយម្លេះប្រព័ន្ធអីក៏ខូចយ៉ាងហ្នឹងកូនចៅកម្រិតទៀបម្នាក់1000រៀលកម្រិតមធ្យម1លានរៀលកម្រិតខ្ពស់10លានហើយកម្រិតពិសេស100លានថ្លៃដល់ហើយតែគាត់មិនមាត់មួយម៉ាត់ក៏យកលុយទាំងអស់ទៅហើយកូនចៅកម្រិតទៀបវិញមួយសន្ទុះក្រោយមកកូនចៅ5នាក់ក៏លេចមកពួកគេនាំគ្នាគោរពហៅគាត់ថាបងតាមពិតអ្នកទាំងនេះមិនមែនជាមនុស្សដែលប្រព័ន្ធបង្កើតឡើងទេតែជាមនុស្សដែលមានក្នុងជីវិតពិតគាត់ស្មានតែអាចសុំលុយកូនចៅបានខ្លះតែមើលទៅម្នាក់សុទ្ធតែអ្នករលេចគ្នាក្នុងចំណោមនោះអ្នកដែលមានជាងគេតែឆ្នោត5រៀលដែលហួសកំណត់មួយសន្លឹកគត់ធ្វើឲ្យគាត់ចង់ឈួតស្លាប់ហើយអស់5000ហើយសំបីតែដើមក៏រកមិនឃើញគាត់ក៏នឹកឃើញឲ្យកូនចៅទៅធ្វើការរកលុយវិញតែពួកវាបែរជានិយាយថាធ្វើមិនកើតទេបាទបងធំខ្ញុំក៏ធ្វើមិនកើតដែរជើងខ្ញុំមានរបួសបងធំនៅការដ្ឋានក្តៅណាស់បងខ្ញុំងាយនឹងខ្យល់កូនណាស់បាទមែនហើយបងត្រូវហើយមិនបានទេចុះពួកឯងអាចធ្វើអីបានខ្លះទៅខ្ញុំមិនមែនទេបងពួកឯងនេះពិតជានេះខ្ញុំដូចយកពួកអាស្ដេតត្រែងមកដាក់លើក្បាលចឹងលុយក៏គ្មានសន្សំក៏អត់ហើយជឿធ្វើការទៀតបើនៅតែចឹងកុំថាឡើយរកលុយសូម្បីតែចិញ្ចឹមក្រពះពួកវាក៏ខ្ញុំពិបាកដែរអាឡូជំរាបសួរលោកម្ចាស់ខាងយើងមានសេវាកម្មកម្ចីប្រាក់បន្ទាន់លោកអាចខ្ចីបានរហូតដល់20000លឿនបំផុតតែ1នាទីលុយចូលកុំបាច់រងចាំអនុម័តមិនបាច់មានអ្នកធានាទេពួកក្រុមហ៊ុនកម្ចីឯងនឹងនៅហ៊ានតែមកខ្ញុំទៀតអេចង់ធ្វើបាបខ្ញុំឲ្យវិនិច្ឆ័យដល់ណាទៀតទៅឲ្យឆ្ងាយទៅឲ្យអស់ទៅពួកកូនចៅទាំងនេះវាមិនព្រមធ្វើការទេចុះបើខ្ញុំសន្យាខ្យល់ឲ្យពួកវាហើយឲ្យពួកវាទៅខ្ចីលុយវិញអូសុំទោសដែលរំខានលោកសូមជូនពរបងប្អូនទាំងអស់គ្នាបងធំនៅទីនេះឥឡូវមានការវិនិយោគមួយហានិភ័យទាបចំណេញពោះតាមពិតបងចង់ដាក់ទុនម្នាក់ឯងទេតែឥឡូវមានបងប្អូនយើងនៅទីនេះហើយមានលុយគឺត្រូវតែរកស៊ីមានបានជាមួយគ្នាមិនដឹងថាពួកឯងចាប់អារម្មណ៍អត់ទេហានិភ័យទាបចំណេញខ្ពស់មែនបងធំរឿងល្អចឹងមិនក៏មិនប្រាប់ឲ្យលឿនបងធំតែពួកយើងមានលុយឯណាទៅវិនិយោគទៅអូរឿងហ្នឹងកុំបារម្ភអីបងមានវិធីដោះស្រាយនៅកន្លែងបងមានសេវាកម្មកម្ចីនិងវិនិយោគគ្រប់សពតែម្ដងឲ្យតែពួកឯងដកឯកសារមកបង្ហាញមកបងនឹងនាំពួកឯងឲ្យស្គាល់ពាក្យថាមានបានអូខេបងធំយ៉ាងណាក៏ពួកយើងគ្មានអីខាតដែរធ្វើវាទៅការងារស្របច្បាប់ស្រួលបួនមិនព្រមធ្វើទេដល់តែការងារអួតអាងបោកប្រាស់ចឹងនាំគ្នាសម្រុកមកម្លេះពិតជាពួកកូនចៅថ្នាក់ទាបមែនចុះបងអាចឲ្យខ្ចីបានប៉ុន្មានដែរលោកម្ចាស់ចំនួនទឹកប្រាក់ដែលលោកអាចខ្ចីបានគឺអាស្រ័យលើកេរ្តិ៍ឈ្មោះប្រវត្តិសាច់ប្រាក់និងលក្ខខណ្ឌផ្សេងទៀតដើម្បីវិតម្លៃមិនមែនទេខ្ញុំមិនមែនសួរថាខ្ញុំខ្ចីបានប៉ុន្មានទេខ្ញុំសួរថាពួកលោកមានលុយប៉ុន្មានឲ្យខ្ចីពួកយើងមានប៉ុន្មានលោកម្ចាស់សំណួរនេះហាក់ដូចជាមិនសូវពាក់ព័ន្ធនឹងការងាររបស់លោកទេដឹងមិនក៏មិនពាក់ព័ន្ធនឹងខ្ញុំគឺបែបនេះខ្ញុំអាចណែនាំមួយឲ្យពួកលោកបានខ្លះខ្លាចតែពួកលោកគ្មានលុយឲ្យគេខ្ចីអត់ទេតើលោកឲ្យខ្ញុំធ្វើការខាងហិរញ្ញវត្ថុរាប់ឆ្នាំហើយកុំមកនិយាយអួតពេកចាំស្ដាប់ខ្ញុំប្រាប់ឲ្យច្បាស់ណាក្នុងបង្អែកពួកយើងគឺជាក្រុមហ៊ុន Kiao Sheng ដ៏ល្បីនៅយ៉ាងឆោពួកយើងមិនខ្លាចខ្វះលុយទេលោកអ្នកនិយាយខ្លួនឯងទេណាមកដកឯកសារមកឲ្យអស់មកឲ្យតែខ្ចីលុយបានខ្ញុំនឹងហៅកូនចៅមកថែមទៀតប្រើកូនចៅទៅខ្ចីលុយទៀតបានលុយហើយចាំហៅកូនចៅមកថែមឲ្យតែលុយបង្កើតកូនចៅបានរហូតមិនយូរប៉ុន្មានទេខ្ញុំនឹងមានកូនចៅរាប់មិនអស់ហើយលុយចាយមិនអស់ទៀតអញ្ចឹងខ្ញុំខ្លាចជាមហាសេដ្ឋីបាត់ហើយបងប្អូនទាំងអស់គ្នាចាប់ផ្ដើមទៅលឿនឡើងបងធំលុយចូល60000ហើយម៉ែអាខ្លងសាហាវម្លេះចិត្តផ្ទុះអាវុធទៅហើយតែមិនអីទេ
យ៉ាងណាក៏ដោយបងធំ host ខ្ញុំចូល 80000 បងធំខ្ញុំចូល 40000 បងធំខ្ញុំចូល 70000 ល្អវេមកឲ្យខ្ញុំមកលឿនទេមកឲ្យខ្ញុំមកស្ទូនហៅកូនចៅឲ្យខ្ញុំ100នាក់ទៀតមកបានហៅកូនចៅកម្រិតដំបូងមួយក្រុមហើយឈួតហើយឈួតមែនទែនហើយទើបតែ1ម៉ោងសោះភ្ញៀវដែលមកតាក់ទងក្រុមហ៊ុនដល់100នាក់ទៅហើយមនុស្សយើងអត់គ្រាន់ទេឥឡូវធ្វើមិនទៅមានរឿងអីហ្នឹងអ្នកប្រុសថេងទីបំផុតលោកមកដល់ហើយស្រាប់តែមានភ្ញៀវសម្រុកមកក្រុមហ៊ុនច្រើនណាស់ឥឡូវលុយសម្រាប់វិនិយោគចិត្តអស់ហើយតែភ្ញៀវដែលតម្រង់ជួចំណាត់នៅមានរាប់រយនាក់ទៀតឯណោះហា3ឆ្នាំមិនបាត់តូបតែបើបើកម្ដងស៊ីបាន3ឆ្នាំបន្តបញ្ចេញលុយឲ្យខ្ញុំទៅរឿងលុយកាក់ខ្ញុំអ្នកចាត់ចាញ់អ្នកប្រុសចូលឲ្យតែលុយនេះបញ្ចេញទៅបងនឹងខ្លាចជាគ្រួសារអភិជនលំដាប់កំពូលនៅយំជុះហើយដល់ពេលនឹងកុំភ្លេចអូនណាកុំបារម្ភអីចាំពេលបងប្រមូលលុយមកវិញគឺជាពេលដែលបងរៀបការជាមួយអូនហើយទទួលបានប្រាក់1លានយ៉នហៅមកបន្តហៅមកឲ្យអញទៀតបានហៅកូនចៅវីឆ្មក់10000នាក់អធិរាជបញ្ចេញលុយ10លានទៀតហើយបញ្ចេញឲ្យអស់ទៅទទួលបានប្រាក់10លានយ៉នហើយវ៉ាវហៅមកបន្តហៅទៀតអញហៅកូនចៅកម្រិតទៀតបាន10000នាក់បញ្ចេញលុយទៅបញ្ចេញលុយឲ្យអញឲ្យអស់ហើយរួចរាល់មានអីបញ្ចេញឲ្យអស់ទៅកូនចៅកម្រិតទៀតត្រូវបានហៅមកហើយហាចាំលុយចូល1000លានសិនហាហៅមកបន្តហៅមកទៀតអាឡូស្អីគេខ្ចីតែ100លានសោះក្រុមហ៊ុនអញអស់លុយបាត់ហើយអញមានសិទ្ធិអីលោកម្ចាស់ក្នុងកណ្ដីក្រុមហ៊ុនយើងអស់លុយមែនទែនហើយអញសងលុយក្រុមហ៊ុនវិញមកក្រុមហ៊ុនសម្រាមម៉ែលើកនេះជំងឺម៉ែមានសង្ឃឹមជាហើយអ្នកប្រុសឆាវកម្រិតអិនទៀនរបស់អតិថិជនទាំងនេះមិនសូវពុះទេលោកមិនខ្លាចថាបាត់កម្ចីទៅហើយប្រមូលមកវិញមិនបានទេអីហា3ថ្ងៃទៀតលុយនឹងហូរចូលមកវិញភ្លាមពួកអត់បានការទាំងនេះវាមិនដឹងអីសោះនៅក្នុងកិច្ចសន្យាអេឡិចត្រូនិកដែលខ្ញុំស៊ីញ៉េជាមួយពួកវាខ្ញុំបានថែមប្រយោគលាក់កំបាំងមួយ3ថ្ងៃ100លានខ្លាយជា300លានគ្រាន់តែប៉ុណ្ណឹងក៏ធ្វើឲ្យយើងចំណេញកប់កោងដែរបងធំក្រុមហ៊ុនហិរញ្ញវត្ថុនឹងឲ្យពួកយើងសងលុយឥឡូវហ្នឹងសាហាវណាស់វាទីលើដាំដុះទៅពាក់កណ្ដាលឯណោះថែមទាំងគំរាមពួកយើងទៀតថាបើសោះមិនគ្រប់ទេវានឹងប្រះហិង្សាដាក់យើងមានអីត្រូវភ័យហាពួកយើងមិនមែនធម្មតាពួកយើងសុទ្ធតែជាអ្នកធំម្យ៉ាងទៀតពួកយើងមានគ្នាដល់ទៅ10000នាក់ចាំបាច់ខ្លាចពួកវាប្តឹងផ្ដាល់អីដេញចេញទៅស្អីគេ3ថ្ងៃហើយលុយឲ្យខ្ចី100លានមិនទាន់ឃើញមានអ្នកសងសំបីតែម្នាក់អ្នកប្រុសជាវទាំងតាមទាទាំងគំរាមក៏ធ្វើអស់ហើយតែពួកវាសុទ្ធតែនិយាយថាគ្មានលុយឲ្យទេលុយទាំងអស់គឺនៅកន្លែងបងធំរបស់ពួកវាគឺម្នាក់នឹងហើយអ្នកធានារួមរបស់ពួកគេយ៉ាងយួនលោកម្ចាស់ខែវនេះហើយជាអ្នកដែលតាមអែបអបខ្ញុំនោះមនុស្សកាក់សំណល់បាត់សង្គមបែបហ្នឹងច្បាស់ជាត្រូវគេបោកប្រាស់ហើយហ៊ានមិនសងលុយផងលោកត្រូវតែប្រមានវាឲ្យធ្ងន់ដៃបន្តិចហើយកន្លងមកមានតែខ្ញុំខៀវឆាប់ខន្ទេដែលស៊ីដាច់លុយគេមិនទាន់មានអ្នកណាហ៊ានមកស៊ីដាច់លុយខៀវឆាប់ខន្ម្នាក់នេះទេហើយមនុស្សមកខ្ញុំចង់ឲ្យអាយួននេះដឹងឲ្យច្បាស់ថាការជំពាក់បំណុលខៀវឆាប់ខន្ហើយមិនសងវានឹងមានលទ្ធផលបែបណានាយកមន្ត្រីពេទ្យនេះជាកូនចៅរបស់កូនទេម៉ែចាប់ពីពេលនេះទៅម៉ែសម្រាប់ឲ្យស្រួលនឹងសោយសុកចុះកូនបានលុយច្រើនមកពីណាហើយចុះមិនបានជានាយកពេទ្យចាត់ទុកកូនជាបងធំអញ្ចឹងវាយកលុយច្រើនម្លឹងមកពីណាច្បាស់ជាទៅធ្វើជាអាឡងខ្ចីលុយគេមកហើយមើលទៅត្រូវហើយមីចាស់អញពិតជាមានសំណាងមែនតែដឹងទេកូនអញជំពាក់លុយយើងដល់ទៅ300លានឯណោះ300លានកូនខ្ញុំខ្ចីដល់ទៅ300លានផងមិនអាចទៅរួចទេលោកច្រឡំមនុស្សហើយដឹងមិនអីទេមែនទេប្រញាប់ដឹងលោកចាស់យើងនៅចង់សម្ដែងដល់ណាទៀតរឿងរបស់អញលាក់លែងចិត្តហើយក្នុងនាមជាអ្នកធានាអញបានខ្ចីលុយពីលោកម្ចាស់ខៀវនៃត្រកូលឆាវគឺលោកខៀវឆាប់ខណ្ឌដល់ទៅ100លានពេញតែម្ដងតែឥឡូវពួកវាគ្មានសមត្ថភាពសងវិញទេឥឡូវអញជាអ្នកធានាចាំមើលអញធ្វើម៉េចហ៊ានទៅធានាឲ្យគេដល់ទៅ100លានសៀវយីកូនអញចាញ់បោកគេមែនទេចុះឥឡូវគិតយ៉ាងម៉េចទៅមិនអីទេម៉ាក់កូនគ្រាន់តែធ្វើនំឲ្យពួកអូនរបស់កូនតើកូនជាបងធំដ៏ល្អរបស់ពួកគេស្មោះត្រង់នឹងកូនណាស់ស្មោះត្រង់ស្អីឯងអញពិតជាភ្លើខ្លាំងមែនគេបោកលុកបាត់ហើយនៅធ្វើជាឆ្លន់ឲ្យគេទៀតប្រាប់ឲ្យដឹងទៅឥឡូវនេះខ្ញុំត្រូវប្រមូលដើមទុនមកវិញប្រាក់ដើម100លានការប្រាក់200លានស្រុកទាំងអស់300លានប្រញាប់សងលុយមកភ្លាមចាងឈីងឈុននេះឬមនុស្សប្រុសដែលនាងសុកចិត្តបាត់ញាក់បាត់ឡានឲ្យខ្លួនឯងនោះចង់រៀបការជួបគ្រួសារអ្នកមានដល់ថ្នាក់ហ្នឹងតើនាងស្រឡាញ់គេត្រង់ណាទៅស្រឡាញ់ត្រង់គេអត់ខួរនឹងមែនទេអញថាអ្នកណាអត់ខួរ
Mót Phuket đưa đòn mền ta. Bà Khmin lôi bay rồi liên tiền đám tiền cả sòng tệ. Anh nâng dốc chi vật anh, bay rồi liên nâng ấy chiêu chào khôn. Tôi chỉ anh mơ san ca mình toàn vô tệ đắng. Ấy lần ní cứ anh chụp lôi anh bay rồi liền. Ta nô nào bà anh hiên một khang đại bài ní. Lúc trùng cung cho liềm. Ông vò ở anh sang lùi từ. Anh trong ở lúc trùng cung ông vò anh sang lùi nắng. Trời hai ba mình anh chân tê anh chỉ mùi xem nhẹ ní. Lúc trùng cung ông vò ở anh sang lùi một. Ba mình anh chân tê dốc chi vật anh từ. Trong một lên style cùng rỡ đại anh phong. Trang Diên ở Trang Diên. Anh bất chỉ là ngôn mình thông đà mèn. Samantha chụp lùi kỳ hai phơi cho chỉ chắp bồn nọ ba mèn tế. Anh Samantha chiêu sao đã phơi bồn mèn tế. Nơi dung châu tiền mũ mi nè là hiên chụp quân chiêu sao tê. Anh prap ai ngồi đằng, lập bách rồi bỏ anh lên lang sam tờ hời. Anh miếng bị thi trà nát phơi ở anh trong sòng lùi. Anh mình khoa tê lôi cứ miếng ở tê. Lúc ra tại anh xem nhẹ ní, lúc trùng cung hai thả phục. Hai ông vò ở anh sòng lùi, tu giang na anh kết thà nhẹ chụp lôi cứ chỉ mày. Đó ta, trong lên chỉ mùi anh mèn tế. Chắc ca vì từ, anh nhân phơi ở anh trong room mình bán trong slap mình cắt. Trang Diên ở Trang Diên, anh bất chi mình khai slap mèn. Bà vi mình prom sòng lùi mùi thế ngày. Cách mềm đây vi ở bạn mùi từ. Bạn mềm đây hai bần to từ làm trường. Bần to mau cách đây vì tiệp. Bà anh nơi tay mình prom sòng tiệp. Anh nâng cách anh ở mặt group còn lại tầm đồng. Trăm sân mơ. Xeo du anh min lôi ọt. Bà min lôi xong kê tử. Con tay chùm pẹt mùi rồi liền sao nâng. Ở bê quát bần tịch tử. Phu dương nâng sòng vinh. Trong phơi chỉ nẹt bọc ra mình sòng lôi của bạn đại. Tại anh trơ miên xem mặt tập hiệp sân. Anh tại một rấn phơi bạp mai khuôn ảnh. Phụ nâng số tại trong hôn hiện một tổ chức mờ. Nhung chơi lôi kê đầm bấy cùng ở nhà sinh tranh vào kê tiệp. Bà nhung sòng lôi ở phụ vỉa. Đôi chui lơ tập chất ở phụ vi phơi ạc trọn chân. Một rấn men ta. Anh nâng đọc mình hai ngày ọ. Đó ở tích mình ở sau mùi crop tề. Ấy vì ở anh. Cùng ấy bong. Cùng ấy. Trong phơi ấy rap ở lên anh phơi ấy. Rồi bọn chấp đam hào một. Con trai cùng rất tiếp tiếng một chung khỉa. Còn pung hào. Ha. Trang Diên chăm mơ một anh rừng. Cứ có đầm cặp anh rừng chiên. Ha bong pro. Nhóm sau này nông ở bong nghiệt coi mơ sân chăm như vậy. Bạt, cho phụ kê chỉ nẹt này kia bây giờ. Phụ kê chỉ nẹt ná. Phụ kê sốt tay chỉ môi rồi bỏ anh ta. Con trai rồi bọc nhom. Ô bạt. Samantha anh miên ấy ọt cha. Trong một tang chỉ mùi dấn rất mình nụ mình nẹt ấy. Mới được anh pro hai chi mình toàn swap bị này cruza lệch mùi nơi ti krong dương chẳng tệ. Cứ mình đăng ấy sót tại mà đòn. Ấy công pro nhập pek ấy. Nhiệt từ mưa bần to tiệt tử. Anh hai mình đúng một mình nè ở cặp nắng. Nhom prap hai ta. Phụ kê số tay chỉ môi rồi bỏ hành. Con chắc nhom tiền mùi mình nè. Số tay bàn chơi lôi bị cầm hôn cruza cho bỏ anh tiền ọ. Mình đúng mùi mình nè. Ní số tay chỉ con chắc anh tiền ọ mền tế. Hai stop tam mình chỉ anh tiền ọ. Anh miên chết nạt phơi bẹt nâng. Anh miên bầm nóng trong một plan cầm hôn cruza cho dừng. Anh mình đại kết trong sòng lôi vĩnh sao mền tế. Rồi hai nhóm mình đại kết trong sòng vĩnh tăng pi đồng bông lệ. Lôi đẹp nhom compress mặt hiệp chơi bàn hai tới sòng vĩnh. Mạ rồi lọt từ vĩnh môn từ. Rương nơi tin nít tục ở nhóm chỉ nẹt chặt cả. Lọ na nhẹ rồi. Ngày nít tục thả anh chỉ nẹt cho. Tại anh công sman ở sao thả. Con tại miên con trai cầm bọc tràn bàn này. Trong phơ với tam chất bàn nu. Dương nâng ở anh squat cùng lăng robot cô apichon. Tham phố chùm rôn smart đây. Pu dân tơ. Chúc sân. Bánh mấy nhập châu ăn khni vị tràn. Trong đọt minh rồi bọc nhom. Cho hay lời nhom có ăn khni miên tràn đài.
Anh chưa nhập rốt châu đọt mình. Anh chưa nhập rốt châu đọt mình. Anh chưa nhập rốt châu đọt mình. Anh chưa nhập rốt tao đọt mình. Anh chưa nhập rốt tao đọt mình. Anh chưa nhập rốt châu 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 đọt mình. Anh hiền ghé. Dương rập anh ở đằng. Bật ngay ní anh hiền pa sầm bấy trong cờ trọ giường. Sai nít dương đang ở anh liệt luôn nơi dùng chồng. Mình đúng mình nít anh đang dương mình đánh bắt tê ấy. Vì có con tay chị asa cần đồ lụt thọc tim mình nè nó. Tao vì miên cruth này tớ. Eight first ấy nắng. Lên dương phim nẹp rốt châu. Ai lao anh như vậy một mờ. Rồi viên dương tiền pí nổ nam miên không thông chiêng. Trong rai yêu. Số tài pu asam ram. Nè nơi tin ní tiền ở trăm mờ tờ. Bong ôn ai. Nẹp rốt châu mơ nghi pu dương na vì. Nơi hiên một cùng riêng pu dương tiệt. Cho hành thả pu dương cú tại ở nẹp rốt châu ham một tờ ấy. Chui đọt mình có trên khla tờ. Anh chơi nẹp rốt trang ham một. Anh chơi nẹp rốt trang ham một. Anh chơi nẹp rốt trang ham một. Nẹp rốt châu. Ham một mọc. Cha yun. Anh đang run tê thà có bông phơi nắng. Bật ngay ní anh hiên đọt mình quạt. Sai lang anh bác chỉ khmin chỉ vật rụt tê. Mấy. Trong phơi chỉ cùng rủ ở nẹp rốt châu mơ mền tế. Thà cá đọt mình vì chỉ chấp cầm rợn na. Mình nẹp rốt châu ăn mì yang đại tả. Tai vì mơ tơ xa mình pệt. Để chẳng ngay ní nhom xong đọc bị crop dần cho. Chăm tơ đạt mình mi vinh tơ. Tức xong nâng tha nạ chỉ nẹp rốt thông tờ cổ châu. Một. Nẹp rốt châu. Công rờ. Rồi dắt tay chư chiên nâng nà. Ôi. Ôi. Slap hai lột một chát châu. Khơi tê nhom prap hai tha công rợp đẹp đà. Mơ chốt mình bạc tiền chim sao tèm mà đòn. Ôi con tại khơi có chư chùm nụ đài. Lột một chát anh hiên phơi bài ní đã lột một chát châu không. Chăm mơ tới tờ cô châu mình lược lên ở anh tề. Đó ta. Ấy chẳng nhóm nâng con trai mùi mình nhẹ ni. Nâng rung trăm ca song sức robot tờ cô châu. Bong ôn tiền ở kia chắc bật lơ ở lột một chát châu tử. Túc ở quát tờ đạt mình mi pi crop vinh. Anh chăm mơ tờ. Lột một chát châu thôi chênh tờ. Thôi chênh. Bong thông tài dương tới thưa ấy bần tỏ tiết. Bần tóc xê lôi tiết. Chăm túc rốc tay trong hôn na đại độc xì khôi bàn hài. Bất dục lôi pu vi ở ấp bị luôn, thưa ở pu vi lòng trong rồi lì luôn tại mà đòn tử. Cùng ở pu vi miên ở ca chênh một thưa bạp kê tiệt. Bắt bong thông. Bong thông à cà rạp bục mơ tờ thu sra tràn hài. Nhom mơ tờ, bát sầm rạp chi 30 rồi dạ tiếp rồi hai chị ai chênh pipet bàn hài. Lúc ni dục pet anh phơ ban lọ nè. Rồi mỗi con trai ban tràn bạc nít bất chị em mèn. Không rập nít nơi miên con trai cùng rực pu chim nít tiệt. Ô mình bàn tê nhom tơ rộp bề. Dạ mơ con trai cùng rực pu tiền nâng con trai cùng rực cùng pu tha vi ở cha bần nè, lưa lang. Miên rương ấy nắng. Một first ấy nhảy nhảy nơi tin ní. Rồi nhấp tới chấp chi từ dạng mấy, lúc ni vô ọt đằng tê ấy. Lúc mà chắc tập cô si chư thôn hai, nhẹ nhưng không tập cô si ban rồi cá rục nhẹ khang pu cải. Đầm bay riệp trong ca pi cru chủng ngữ, anh chơi cru pet pu cải một chui pinnet. Và sân chị ai chia bà chủng ngữ lúc mà chắc si bà rồi cô si nâng chạy drop sầm bát tiệt ẩn đảo, đầm bay chi ca tộc snon, anh than nhẹ na kế. Anh than nhẹ na kế mình nắng. Cứ nhẹ nhưng thông si chiên. Lúc ta nhom chỉ muốn tới rồi nhập cru pet. Mình ai bằng ong du bàn tê. Ní lôi ní dốc tốc sân tử. Dốc tới pinnet sắc hiệp nơi mình ti pet cho. Hai ní chỉ niêm ban rồi bọc nhom. Bà miên anh hạ ấy trong ở xong chừng chất trào tiệt. Ác mọc rọc nhom bàn. Si chiên. Cứ chỉ xây đại ở lối nhom pram pon nhẹ nụ ta. Nì giấy tới ở con niềng đài. Bạc miên pram pon rồi bằng niềng cọc nhom một mình đầu tiên nì đài. Ngày ní là mông tèm mà đòn. Sa mơ thả sa mặt tập hiệp nhom ai chui niềng bàn ọt. Mình ấy tép ôm pro. Chăm nhom tơ mơ rừng nắng bẩn tịch. Bong nha mà ở anh chui mơ phòng nà chân cù. Bong pro công bà ròng ấy, nhom nâng mơ thay mạ dương ở bàn lọ. Chót lô mì vô chầm này bù dương. Tới cho. Tai nhom mười một thà. Chủng ngữ rồi bỏ lục ta siêu lực nì, cứ bị bạc chi bạc lằng nát một chút bật tiệt. San chân pu anh rơiประหยัดbẩn tịch. Công ở từ đọc phim kia đến ba trên một bên nhỏ sao. Công bà ròng ấy lục nì vô. Bà tú chi pu dương chi ba mình chi phòng. Nông trong nóng sắc tiếng óc có chi khmi nhẹ na phơ bản tề. Trên tờ ở chapter. Nhẹ nhưng không biết trong cam vị thi vào trong công pu group tịch. Anh chơi group là bay một mơ chủng ngữ ở lục cha. Cho pu anh vẫn sấp tay group on. Xong bấy tại lục mà chắc cao chủng ngữ ấy có mơ mình đằng đài. Trên tờ ở lươn. Thạc nhóm chi group on này trắng. Mơ tờ đăng tay mình slap bật tờ hai. Kruan pran tiền mũ khmi sinh nhà chi vật bật tịch sao. Trong ở pu dương chui sừng cru dạng mệt tới. Lục ta siêu chi môn đó thnạn nằng hai. Nhom thà rương ní cùng rô group ấy. Tờ rốt đắc dung rịch vĩnh tơ tập trờ. Nì dây đẹp đa.
ទិញពួកវាចេញទៅឲ្យអស់អ្នកនាងកុំស្ដាប់ពួកវាផ្ដេសផ្ដាសអីលោកម្ចាស់ច្បាស់ជាអាចសង្គ្រោះបានអស់លោកអ្នកទាំងឡាយលោកតាខ្ញុំធ្លាប់មានចំណងមេត្រីភាពជាមួយគ្រូពេទ្យទេម្នាក់លោកគ្រូពេទ្យបានប្រកល់ចំគៀងស្ងប់វិញ្ញាណទាំង3នេះមកវាអាចជួយបន្តជីវិតអ្នកជិតស្លាប់បានមួយរយៈខ្លីអស់លោកដែលនៅទីនេះសុទ្ធតែជាកំពូលអ្នកជំនាញក្នុងវិស័យវេជ្ជសាស្ត្រសង្ឃឹមថាអស់លោកអាចព្យាបាលលោកតាខ្ញុំឲ្យជាមុនពេលចំគៀងរលត់ខ្ញុំសៀវជានឹងមានរង្វាន់យ៉ាងធំជូងជាមិនខានសង្ឃឹមថាអស់លោកអាចព្យាបាលលោកតាខ្ញុំឲ្យជាមុនពេលចំគៀងរលត់ខ្ញុំសៀវជានឹងមានរង្វាន់យ៉ាងធំជូងជាមិនខាននោះជាលោកលីហ៊ូឈួននាយកមន្ត្រីពេទ្យចិននៅរាជធានីហើយនឹងលោកតាំងពីសៀប្រធានមន្ត្រីពេទ្យណានស៊ីនយ៉ាពួកគាត់សុទ្ធតែជាអ្នកមានឈ្មោះបោះសម្លេងក្នុងវិស័យវេជ្ជសាស្ត្រនៃប្រទេសយើងខាងជាងប្អូនធွာដែលជានាយកមន្ត្រីពេទ្យរបស់ខ្ញុំទៅទៀតកាលនោះដើម្បីនាំម៉ែទៅព្យាបាលខ្ញុំចាំតម្រង់ជួលឡើងយូរក៏នៅតែមិនបានជួបពួកគាត់ដែរបើមានពួកគាត់នៅទីនេះប្រហែលជាមិនបាច់ដល់ដៃប្អូនធំខ្ញុំចេញមុខទេលោកគ្រូពេទ្យប្រញាប់រកវិធីជួយផងទៅសុខភាពលោកម្ចាស់កាន់តែដុនដាបទៅហើយអុយលោកមេកាយានលោកនិងអ្នកនាងកុំធ្វើបាបពួកយើងអីគ្រឿងក្នុងរបស់លោកម្ចាស់សៀវចាប់ផ្ដើមរលួយខូចអស់ទៅហើយនៅសល់តែដង្ហើមចុងក្រោយដែលខ្សោយបំផុតប៉ុណ្ណោះបែបនេះឲ្យខ្ញុំព្យាបាលយ៉ាងម៉េចទៅមិនហើយខ្ញុំប្រកបរបរនេះរាប់សិបឆ្នាំហើយតែមិនដែលជួបជំងឺចម្លែកពិបាកព្យាបាលបែបនេះសោះវាហួសពីសមត្ថភាពខ្ញុំហើយធ្វើឲ្យខ្ញុំតតម្លេចតែម្ដងខ្ញុំពិតជាអស់លទ្ធភាពហើយជួយគិតរកវិធីផ្សេងទៀតមើលមិនថាជាឆ្នាំបុរាណឬរូបមន្តសម្ងាត់អីក៏ដោយឲ្យតែមានសង្ឃឹមបន្តិចគ្រូសាស្ត្រតកូសៀវយើងហ៊ានចំណាយគ្រប់យ៉ាងទាំងអស់លោកជាគ្រូពេទ្យពូកែបំផុតនៅយន្តចុះហើយណាបើទោះជាលោកក៏អស់វិធីព្យាបាលដែរចុះលោកតាខ្ញុំមានអ្នកណាអាចព្យាបាលបានទៀតមិនដឹងថាកូនចៅខ្ញុំអាចព្យាបាលបានអត់ទេប្រព័ន្ធបង្ហាញបញ្ជីកូនចៅកម្រិតខ្ពស់ឲ្យខ្ញុំមើលបន្តិចបើបញ្ជីឈ្មោះកូនចៅកម្រិតខ្ពស់ជូនលោកហើយលោកលូជីនយីងប្រធានផ្សារភាគហ៊ុនទូទាំងប្រទេសលោកឌូហ៊ុយប្រធានធនាគារហិរញ្ញវត្ថុជីមីបាធឺទេវតាភាគហ៊ុននៅ Wall Street អីយ៉ាកូនចៅកម្រិតខ្ពស់ទាំងនេះសុទ្ធតែជាអ្នកមានអំណាចធំក្នុងវិស័យហិរញ្ញវត្ថុចុះបើបដូរមកវិស័យវេជ្ជសាស្ត្រវិញខ្ញុំមិនហ៊ានគិតដល់ឡើយច្បាស់ជាគ្រូពេទ្យទេវតាខ្លាំងពូកែមិនខានប្រព័ន្ធឆាប់ដូរទៅវិស័យវេជ្ជសាស្ត្រព្រាមមកប្រព័ន្ធឆាប់ដូរទៅវិស័យវេជ្ជសាស្ត្រឲ្យលឿនបដូរជូនលោកហើយគ្រូពេទ្យទេវតាមីយ៉ាវស៊ូនិងកម្ពុជាគ្រូពេទ្យទាំង3នេះប្រព័ន្ធអញលួចខ្ជិលមែនទេមិនក៏គ្មានព័ត៌មានអីសោះអញ្ចឹងឬមួយលោកតាដល់អាយុខ្សែហើយគ្មានអ្នកណាអាចព្យាបាលបានមែនទេអ្នកនាងតូចពេលនេះមានតែអញ្ជើញកម្ពុជាគ្រូពេទ្យទាំង3ចេញមកទេគឺលោកគ្រូជុលទេពលោកគ្រូប៉ាក់សរសៃនិងលោកគ្រូអសទិបអាចជួយជីវិតលោកម្ចាស់សៀវបានកម្ពុជាគ្រូពេទ្យទាំង3ឬថាវិជាពេទ្យពួកគាត់ខ្លាំងពូកែរកអ្នករៀបមិនបានបើពួកគាត់ទាំង3រួមគ្នាសូម្បីតែអ្នកស្លាប់សោតតែឆ្អឹងក៏អាចជួយឲ្យរស់វិញដែរពួកគាត់ស្ថិតនៅពីលើគ្រូពេទ្យទាំងអស់ក្នុងលោកនេះជាបុគ្គលដ៏វិសេសវិសាលបំផុតតាំងពីដើមមកតែពួកគាត់បានទៅរស់នៅលាក់ខ្លួនក្នុងព្រៃភ្នំបាត់ហើយមិនខ្វល់រឿងរ៉ាវលោកីទៀតទេបើចង់តាមរកពួកគាត់គឺពិបាកខ្លាំងណាស់ដូចឡើងឋានសួគ៌អញ្ចឹងបញ្ចូលទេពបាក់សរសៃលោកគ្រូអសទិបមិនមែនជាកូនចៅរបស់ខ្ញុំទាំងអស់ទេអីឆ្ងល់ណាស់ថាហេតុអីប្រព័ន្ធអត់មានព័ត៌មានពួកគាត់តាមពិតតាទាំង3អ្នកនឹងលាក់ខ្លួនច្រើនឆ្នាំសោះលោកគ្រូទាំងពីរលោកគ្រូអាចជួយរកវិធីបានទេឲ្យតែអាចរកគ្រូពេទ្យទាំង3អ្នកនោះឃើញអស់លុយប៉ុន្មានក៏ពួកយើងព្រមដែរអ្នកនាងសៀវអើយកម្ពុជាគ្រូពេទ្យទាំង3ជុកខ្វល់រឿងលោកីយូរហើយទ្រព្យសម្បត្តិមាសប្រាក់របស់ពួកយើងសម្រាប់ពួកគាត់គឺគ្មានតម្លៃសូម្បីតែបន្តិចបើចង់អញ្ជើញពួកគាត់មកបានលុះត្រាតែធ្លាប់មាននិស្ស័យជាមួយពួកគាត់តាំងពីដើមមកទើបបានតែនៅក្នុងលោកនេះតើមានមនុស្សប៉ុន្មានអ្នកដែលមានសំណាងវាសនាខ្ពស់បែបនេះទៅស្មានមិនដល់ថាកូនចៅដែលប្រព័ន្ធបោះបង់ចោលសោះគឺលោកម្ចាស់វ័យក្មេងយាយដែលគ្រូសាជាវកំពុងរកនឹងតើឃើញទេចុងក្រោយមានតែខ្ញុំចេញមុខទៅបានការអញ្ចឹងចាំមើលទៅថាពួកកូនចៅកម្រិតខ្ពស់របស់ខ្ញុំខ្លាំងប៉ុណ្ណាគ្រូពេទ្យទាំង3អ្នកនឹងខ្ញុំអាចអញ្ជើញមកបានគ្រូពេទ្យទាំង3អ្នកនឹងខ្ញុំអាចរកមកបានខេអូសោកិនគឺគេទៀតហើយអាម្នាក់នឹងជាកូនចៅខ្ញុំសោះគេអាចអញ្ជើញកូនចៅខ្ញុំមកបានផងអ្នកប្រុសជាវមានន័យថាអ្នកប្រុសអាចរកគ្រូពេទ្យទាំង3អ្នកនោះឃើញមែនទេអូខេងហ្គើអូនក៏ដឹងដែរថាស្ដេចអស់ស្លាក់ខ្លួនច្រើនឆ្នាំហើយទោះបីជាបងខំប្រឹងរកសឹងស្លាប់ក៏ដោយតែគួរឲ្យស្ដាយណាស់ចុងក្រោយនៅតែរកមិនឃើញដដែលចុះបើរកមិនឃើញផងចាំបាច់មកធ្វើរកពីអួតអេងអាំងធ្វើអីអ្នកប្រុសជាវទោះបីជាច្រើនឆ្នាំមកនេះគ្រូសាជាវនិងគ្រូសាជាវយើងមិនសូវទៅគ្នាក៏ដោយទាំងរឿងរកស៊ីក៏ដណ្ដើមគ្នាមិនចេះអត់អន់ឲ្យគ្នាតែអ្នកប្រុសក៏មិនគួរមកពេលដែលម្ចាស់ផ្ទះយើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់លេងសើចឥតប្រយោជន៍បែបហ្នឹងសោះលោកមេកាយន់មើលចុះមិនក៏ប្រញាប់ម្លេះខ្ញុំនិយាយមិនទាន់ចប់ផងទោះបីខ្ញុំរកគ្រូពេទ្យទាំង3អ្នកនោះមិនឃើញតែនៅមានគ្រូពេទ្យម្នាក់ទៀតទោះមិនមែនជាស្ដេចអស់តែសមត្ថភាពគេខ្លាំងមិនចាញ់ស្ដេចអស់ឡើយហើយម្យ៉ាងទៀតគ្រូសាត្រកូលចូលរបស់ខ្ញុំពិតជាមានសំណាងណាស់ដែលបានស្គាល់គ្រូពេទ្យទេពរូបនេះបើសិនជាឈីងអ៊ឺត្រូវការគ្រូសាចូលយើងសុខចិត្តប្រើឱកាសដ៏កំណត់នេះដើម្បីអញ្ជើញលោកគ្រូពេទ្យមកជួយលោកគ្រូពេទ្យមែនអត់ហ្នឹង
ตาจีครูเป็ดรูปนาเตอร์ก็คือจีเนะจุ่มนิ่งขังวิจิตรศาสตร์ได้เก็บประสบนิมทาจีบกบรอในครูเป็ดคือโลกจ้ามีวิสุจือจีคนเสือระบบของปูครูเป็ดแต่งใบรูปคือโลกทงไม้จื้อหนังตันเต่าบูจิวปิงโกนเสือตามเป็ดก่อนแต่จีคนเสือระบบปูโอนยังสอบ้านนี้ยัยปีธนาเว้นโจสาวคนครูเป็ดแต่อันคำอันเจยมอกยังลมบานนังเตอร์ให้ยังทาโลกอมครูติดพองอุตีให้มนุษย์จ้าโดยยังนี่ไม่ก็มันได้เลยทาของปูครูเป็ดแต่งใบมีมันเนี่ยติดชมูอุตีไอจังคือทาของปูครูเป็ดแต่งใบนั้นโจจัดเนื้อมันเองมันได้บังการปะปูให้ก็มันได้บังเรียนวิจิเป็ดเอาอย่างนาได้เจ้าสลับแต่เล็กโมกนเสือมอปีนานังปูอักขมาจ้าเอาเองครูไอ้สมัติเพียบเมื่อโลกมันจ้าซิวมันเจียก็สมันแต่ในโลกนี้คือเนี่ยนาอาจุยโลกมันจ้าซิวบานเมนเต้แล้วอ๋อยังจ้องจำเมื่อใดถ้าไอ้เจงครูเป็ดเต็มคลังปูแกมอปีนาหมกจังปูยังนังชีบ้าจุ่มมือจุ่มไหลได้ครูเป็ดจุ่มนิ่มชีบ้ามันเจียขยมจ้องเคยหนักแท้แต่ไอ้เจงครูเป็ดเต็มแต่หน้าบานเต้แต่หมกชีบ้าปูยังจุ่มมือจุ่มไหลได้ครูเป็ดจุ่มนิ่มชีบ้ามันจีแบบนี้chiêu sao cho sơរបស់កម្ពុជាគ្រូពេទ្យទាំង3ដែលបងចង់អញ្ជើញមកនឹងពិតជាអាចជួយលោកដារបស់ខ្ញុំបានមែនហើយគ្រូពេទ្យហ៊ូជីប៊ីនគឺជាសិស្សបន្តវេនតែម្នាក់គត់របស់គ្រូពេទ្យទាំង3នាក់នោះគេត្រូវបានគេស្គាល់ថាជាសិស្សច្បងនៃកម្ពុជាគ្រូពេទ្យទាំង3គេចេះជំនាញពេទ្យរាប់រយមុខហើយក៏ជាអ្នកខ្លាំងខាងវិជ្ជាពេទ្យបំផុតដែរគេគឺជាអ្នកបន្តវេនដែលគ្រូពេទ្យទាំង3នាក់រួមគ្នាបង្ហាត់បង្រៀនបាននិយាយពីចំណេះដឹងបើធៀបនឹងគ្រូទាំង3នាក់នោះគឺនៅមានគម្លាតបន្តិចបន្តួចមែនតែបើសម្រាប់លោកតាសៀវពកុងគឺនៅសល់កម្លាំងទៀតនិយាយមកឡើងអស្ចារ្យមិនដឹងថាអាហ៊ូជីប៊ីននឹងមាននៅក្នុងបញ្ជីកូនចៅរបស់ខ្ញុំដែរអត់ទេបើគេខ្លាចជាកូនចៅខ្ញុំដែរជាវសាវច្បាស់ជាខឹងបែកផ្សៃមិនខានប្រព័ន្ធហើយកូនចៅកម្រិតខ្ពស់មកឲ្យខ្ញុំម្នាក់មើលសិស្សច្បងកម្ពុជាគ្រូពេទ្យទាំង3ហ៊ូជីប៊ីនរកមិនឃើញអត់មានមែនឬមួយក៏ជាកូនចៅកម្រិតកម្ពុជាអូត្រូវហើយបើគ្រូទាំង3ជាកម្រិតខ្ពស់សិស្សរបស់ពួកគាត់ច្បាស់ជាកម្រិតកម្ពុជាហើយកូនចៅកម្រិតកម្ពុជាហ៊ូជីប៊ីនរកមិនឃើញដល់ដែរសូម្បីតែកម្រិតកម្ពុជាក៏គ្មានដែរឬមួយក្នុងបញ្ជីកូនចៅខ្ញុំគ្មានម្នាក់នឹងមែនប្រហែលមិនមែនឲ្យទៅរកក្នុងពួកកូនចៅថ្នាក់ទាបទេដឹងឲ្យសាកមើលសិនទៅក៏ហៅកូនចៅថ្នាក់ទាបមកព្យាបាលជំងឺកំពុងហើយចាំឈប់សិនដូរវិញស្អីគេគឺសិស្សច្បងត្រកូលសន្តៈតាមពិតគ្រាន់តែជាកូនចៅថ្នាក់ទាបសោះលើកនេះខាត់លុយទេហ្មងមើលទៅសាលាលើកនេះបោកទៀតហើយអញ្ចឹងប្រញាប់អញ្ជើញសិស្សច្បងត្រកូលសន្តៈនឹងមកជួយមើលជំងឺឲ្យលោកតាខ្ញុំផងឲ្យតែអាចជួយលោកតាខ្ញុំបានត្រកូលស៊ីវយើងសុខចិត្តចែកទ្រព្យសម្បត្តិពាក់កណ្ដាលជាការតបស្នងអ្នកនាងទ្រព្យសម្បត្តិពាក់កណ្ដាលនឹងខ្លាចតែមិនគ្រាន់ទេមិនគ្រាន់បើគ្រាន់តែគ្រូពេទ្យធម្មតាព្យាបាលលោកម្ចាស់សិជាទ្រព្យសម្បត្តិពាក់កណ្ដាលនឹងវាសំរុំហើយតែអ្នកដែលខ្ញុំចង់អញ្ជើញគឺជាសិស្សច្បងត្រកូលសន្តៈចង់ឲ្យគាត់ចេញមុខមកជួយទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ត្រកូលសៀវមិនអាចទាក់ទាញគាត់បានទេអ្នកដែលខ្ញុំចង់អញ្ជើញគឺជាសិស្សច្បងត្រកូលសន្តៈចង់ឲ្យគាត់ចេញមុខមកជួយទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ត្រកូលសៀវមិនអាចទប់ជាប់ទេហេសិស្សច្បងត្រកូលសន្តៈស្អីគេអាចឈួតបើធៀបនឹងពួកកូនរោគព្រឹកខ្វះល្ងាចនោះមនុស្សដូចឯងហ៊ានហាមាត់ទាខ្លាំងម្ល៉េះឆៅសាវចុះលោកចង់បានអីទៀតខ្ញុំចង់បានទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលសៀវហើយនាងត្រូវតែរៀបការជាមួយបងទៀតស្អីគេទ្រព្យសម្បត្តិទាំងអស់ហ្នឹងថែមទាំងចង់ឲ្យអ្នកនាងរៀបការជាមួយអញទៀតមិនបានទេអ្នកនាងគេកំពុងឆ្លៀតឱកាសកេងចំណេញហើយអ្នកនាងដាច់ខាតកុំចាញ់បោកគេឲ្យសោះណាបេការលៀងឆ្លៀតឱកាសអីបើអញ្ចឹងលោកពិតជាយកច្រឡំលើបំណងល្អរបស់ត្រកូលឆៅយើងហើយលោកដឹងទេដើម្បីអញ្ជើញសិស្សច្បងឲ្យចេញមុខត្រកូលឆៅខ្ញុំត្រូវចំណាយលុយកាអស់ប៉ុន្មានត្រូវរកការសូកប៉ាន់អស់ប៉ុន្មានកន្លែងអាចនិយាយបានថាចំណាយអស់ពីខ្លួនតែម្ដងទើបអាចអញ្ជើញសិស្សច្បងឲ្យមកជួយបានខ្ញុំទារទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលសៀវវាច្រើនណាស់មែនទេលោកធ្វើបែបនេះគឺចង់ឲ្យត្រកូលសៀវយើងរលីឈ្មោះពីក្រុងយន្តជើមែនទេអ្នកនាងដាច់ខាតកុំយល់ព្រមជាមួយគេអីជីងតើនាងមិនយល់ពីចិត្តបងទេអីឲ្យតែនាងយល់ព្រមបងនឹងឲ្យគេមកជួយភ្លាមបន្ទាប់មកយើងនឹងរៀបការជាមួយគ្នាត្រកូលសៀវនិងត្រកូលឆៅនឹងក្លាយជាគ្រួសារតែមួយបែបនឹងមិនល្អទេអីនេះជារឿងគ្រួសារត្រកូលចូលនិងត្រកូលសៀវយើងជួបគ្នានៅយន្តច្រើនឆ្នាំមកហើយវាបោកគ្នាទៅវិញទៅមកមានឈ្នះមានចាញ់តែឥឡូវចាំងសាវខុនចង់បានរកសម្បត្តិត្រកូលសៀវយើងទាំងអស់ថែមទាំងបង្ខំឲ្យខ្ញុំរៀបការជាមួយគេទៀតនេះច្បាស់ជាចង់លេបត្របាក់ពួកយើងហើយបើអញ្ចឹងត្រកូលសៀវច្បាស់ជាគ្មានថ្ងៃងើបរួចទេតែលោកតាអ៊ីនស៊ីឈឺធ្ងន់ខ្លាំងណាស់អ្នកនាងពិតជាល្ងងមែនគេឈ្មោះរាប់រយឆ្នាំរបស់ត្រកូលសៀវយើងមិនអាចលើកឲ្យត្រកូលចូលដល់ងាយបែបហ្នឹងទេអុយមើលទៅអាការៈលោកតាសៀវបែបនេះខ្លាចតែមិនអាចរស់ផុតពីថ្ងៃនេះទេបើនៅតែអូសបន្លាយពេលទៀតសង្ឃឹមថានឹងសង្គ្រោះបានជោគជ័យគឺកាន់តែតិចទៅហើយអ្នកនាងសៀវប្រញាប់សម្រេចចិត្តទៅបើអញ្ចឹង
សូមឲ្យចូលសៅអញ្ជើញកូនសិស្សរបស់កម្ពុជាគ្រូពេទ្យទាំង3មកជួយព្យាបាលលោកតាខ្ញុំផងគ្រាន់តែជាកូនសិស្សរបស់កម្ពុជាគ្រូពេទ្យទាំង3សោះហ៊ានហាមាត់ទាខ្លាំងម្ល៉េះចុះបើខ្ញុំអញ្ជើញកម្ពុជាគ្រូពេទ្យទាំង3មកផ្ទាល់តែម្ដងមិនដើរពឹងទ្រង់ពេញយន្តទៅបាត់ទៅហើយទេអីបើខ្ញុំអញ្ជើញកម្ពុជាគ្រូពេទ្យទាំង3មកបានមិនដើរពឹងទ្រង់ពេញយន្តចោលបាត់ទៅហើយទេអីចាំងយានអញថានឹងអញ្ជើញកម្ពុជាគ្រូពេទ្យទាំង3មកមែនទេចាំងយានមិនក៏កន្លែងណាក៏មានអញដែរអញ្ចឹងខ្ញុំខំប្រឹងសឹងស្លាប់ដឹងទេថាខ្ញុំត្រូវចំណាយធនធានអស់ប៉ុន្មានទម្រាំតែអង្គគុណសិស្សបងរបស់កម្ពុជាគ្រូពេទ្យទាំង3ឲ្យព្រមចេញមកបានមនុស្សកាកសំណល់ដូចឯងហ៊ានហាមាត់និយាយពីកម្ពុជាគ្រូទាំង3ផងខ្ញុំមើលទៅអញប្រហែលជាឈួតមែនទែនហើយអូនេះមិនមែនជាអាចចូលសៅដែលចង់ទៅដាក់ថ្មីនេះទេអីមកនេះមើលចង់ធ្វើអីថ្មីហ្នឹងមកនេះចាំអញជួយសម្រួលឲ្យកុំចូលមកណាអញប្រាប់អញឲ្យដឹងទីនេះជាភូមិព្រៃត្រកូលសៀវមិនមែនជាកន្លែងឲ្យអញមកលោឡាទេអញវាគ្មានសមត្ថភាពអញ្ជើញលោកម្ចាស់ទី3មិនបានក៏ទៅហៅកូនចៅមកបង្ក្រប់កិច្ចបែបនេះតែមិនមែនមានន័យថាខ្ញុំអញ្ជើញមិនបានឯណាមើលទៅខ្ញុំពិតជាត្រូវតាក់ទងទៅមន្ទីរពេទ្យឈួតឲ្យអញមែនទែនហើយជំងឺរវើវីធ្ងន់ធ្ងរបែបនេះតោះតែរៀបចំបន្ទប់សង្គ្រោះបន្ទាន់ឲ្យអញទៅបានជីងកុំជឿវាឲ្យសោះណាមែនហើយនិយាយត្រូវណាស់កម្ពុជាគ្រូទាំង3បាត់មុខច្រើនឆ្នាំហើយចំណែកអាម្នាក់នេះមើលទៅសាមញ្ញបំផុតពិតជាមិនអាចជឿទុកចិត្តបានស្រួលទេអ្នកនាងខ្ញុំមើលទៅអាម្នាក់ដែលពូកែតែខាងភូតភលនេះមិនខុសពីពួកគ្រូពេទ្យបោកប្រាស់ដែលខ្ញុំទើបតែដេញចេញមែនទេសុទ្ធតែជាពួកបោកប្រាស់យកឈ្មោះល្បីទាំងអស់ជឿមិនបានទេមែនហើយជាងអ្វីដែលមេការយាននិយាយគឺត្រូវហើយចុះកម្ពុជាគ្រូទាំង3នោះជាបុគ្គលអស្ចារ្យកម្រិតណាទៅមនុស្សកាកសំណល់ដូចវាគ្មានផ្លូវបានជួបពួកគាត់ទេខ្ញុំមើលទៅវាមិនអាចអញ្ជើញនរណាម្នាក់មកបានឡើយគ្រាន់តែចង់យកឈ្មោះកម្ពុជាគ្រូទាំង3មកធ្វើជាលេខដើម្បីបោកបញ្ឆោតយកទំនុកចិត្តពីបងតែប៉ុណ្ណោះអូហូចិត្តមនុស្សពិតជាស្មោះគ្រប់មែនមើលអ្វីក៏ឃើញថាស្មោះគ្រប់ដែរមែនទេលោកម្ចាស់ឆេវអញចង់លេបប្របាក់គ្រូសាឆេវមិនមែនមានន័យថាពួកយើងចង់ពាក់ព័ន្ធជាមួយអញនោះទេដើម្បីអញ្ជើញសិស្សច្បងរបស់កម្ពុជាគ្រូទាំង3មកបានអញដឹងទេថាខ្ញុំត្រូវប្រាប់ខ្សែរយៈអស់ប៉ុន្មានហើយត្រូវជំពាក់គុណគេអស់ប៉ុន្មានអ្នកគឺស្ទើរតែអស់រលីងពីខ្លួនទៅហើយចំពោះខ្ញុំគឺខ្ញុំមានចិត្តស្មោះពិតប្រាកដគ្រាន់តែអញ្ជើញសិស្សម្នាក់សោះពិបាកដល់ថ្នាក់ហ្នឹងចុះបើខ្ញុំឲ្យអញទៅអញ្ជើញតាចាស់ទាំង3នាក់នោះមកទីនេះវិញអញមិនត្រូវរលីខ្លួនទៅហើយទេអីពិតជាល្ងងខ្លាំងមែនសម្រាប់បាត់សង្គមដូចអញដឹងអីទៅកម្ពុជាគ្រូទី1ចេញមុខពិភពលោកនឹងត្រូវរញ្ជួយកម្ពុជាគ្រូទី2ចេញជាបាជំងឺទាំងឡាយនឹងរលីបាត់អស់ចំណែកកម្ពុជាគ្រូទី3រត់តែអស់ចាររកលេខដាក់គ្នាកុំថាឡើយអញ្ជើញមកទាំង3នាក់សូម្បីតែម្នាក់ក៏ពិបាកដែរអញដឹងទេថាវាត្រូវពាក់ព័ន្ធនឹងផលប្រយោជន៍ធំធេងកម្រិតណាត្រូវប្រើទំនាក់ទំនងនឹងគុណបំណាច់អស់ប៉ុន្មានហើយត្រូវចំណាយកម្លាំងកាយចិត្តដល់កម្រិតណាមនុស្សកាកសំណល់បាត់សង្គមដូចឯងស្មានមិនដល់ទេគ្រាន់តែឲ្យតាចាស់ម្នាក់សោះពិបាកម្លេះខ្ញុំនិយាយតែមួយម៉ាត់គឺបានហើយឯងនិយាយតែមួយម៉ាត់ហា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 អញស្មានថាឯងជាអ្នកណាគ្រាន់តែឯងនិយាយមួយម៉ាត់ពួកលោកតាទាំង3ស្ដាប់តាមអញអញ្ចឹងឬមួយឯងធ្លាប់ជួយជីវិតពួកគាត់ឬក៏ធ្លាប់ស្បស្បាយធ្វើបងប្អូននឹងគ្នានិយាយត្រូវមែនខ្ញុំនិងតាចាស់ទាំង3នាក់ហ្នឹងពិតជាបានស្បធ្វើជាបងប្អូននឹងគ្នាពួកគាត់ថែមទាំងត្រូវឲ្យខ្ញុំថាបងធំទៀតផងហាហាហាអញជាបងធំរបស់ពួកគាត់នេះជារឿងកំ pl ែងបំផុតក្នុងលោកហើយដើម្បីចង់តាក់ទងជាមួយលោកតាទាំង3អញហ៊ានមកនិយាយពុតភ័មិនចេះខ្មាស់ស្មត់នៅទីនេះជីងបងថាអូនគុំនៅនិយាយឥតប្រយោជន៍ជាមួយវិចារអីមនុស្សដែលពូកែពុតភ័បែបនេះទិញវាចេញទៅឲ្យបាត់ទៅឲ្យខ្ញុំហៅកូនសិស្សច្បងរបស់លោកតាទាំង3មកព្យាបាលលោកតាឆេវចាំបន្តិចក្នុងពេលដែលគាត់មកដល់ហើយសាឲ្យគាត់សាឡបងមើលទៅបើហៅពួកគាត់មកមិនបានមែនចាំដេញគាត់ចេញក៏មិនទាន់ហួសពេលដែរទោះបីជាយ៉ាងយួនម្នាក់នេះមានបំណងអាក្រក់អ្វីក៏ដោយក៏វាមិនអាក្រក់ជាងការលើកទ្រព្យសម្បត្តិគ្រួសារជាវឲ្យទៅខៀវឆេងខាងដែរជីងអូនពិតជាជឿសម្ដីអាបោកប្រាស់ម្នាក់នេះមែនហើយបើវាអាចអញ្ជើញកម្ពុជាគ្រូពេទ្យទាំង3មកបានមែនខ្ញុំនឹងលុតជង្គង់សំពះវាភ្លាមល្អតាអ្នកប្រុសចូលអញ្ចឹងចាំមើលអញលុតជង្គង់សំពះខ្ញុំចុះប្រព័ន្ធហៅកូនចៅកម្រិតខ្ពស់មកឲ្យខ្ញុំមកចូលទេពស៊ឺថងឡៃជឿតានចៅការហៅចេញបរាជ័យសូមដោះសោកក្លៀងធនធានមនុស្សកម្រិតខ្ពស់សិនតម្លៃដោះសោ100លានយ៉នតែចង់ដោះសោកក្នុងតម្លៃ100លានដែរឬទេចប់មកអញពិតជាប្រព័ន្ធស៊ីលុយមែនបានហើយ100លានក៏100លានដែរប្រញាប់ដោះសោកទៅបញ្ចូលលុយជោគជ័យបានដោះសោកក្លៀងធនធានមនុស្សកម្រិតខ្ពស់រួចរាល់ឈោថ្មឹងធ្វើអីហ្នឹងប្រហែលជាអញ្ជើញគ្រូពេទ្យមកមិនបានកំពុងតែចង់ពន្យាពេលមែនទេប្រញាប់អីចាំតែលុតជង្គង់សំពះខ្ញុំទៅបានហើយខ្ញុំប្រព័ន្ធហៅកូនចៅកម្រិតខ្ពស់មកឲ្យខ្ញុំព្រាមបញ្ចូលទេពស៊ឺថងម៉ៃជឿតាន់តាវបញ្ចូលលុយបរាជ័យសំទល់ឲ្យទឹកប្រាក់មិនគ្រប់គ្រាន់មកហើយអស់លុយរលីងមិនមែនឲ្យពួកកូនចៅទៅខ្ចីលុយគេហើយទេអីឬមួយពួកវាដកយកទៅចាយអស់ហើយចប់ហើយលើកនេះពិបាកដល់ខ្លួនណាស់ខ្ញុំសួរមែនអញឈោថ្មឹងនៅនឹងធ្វើអីចង់ប្រាប់មិនអាគុំឲ្យក្រុមសានសឹងមកមែនទេហាបើខ្ញុំប្រាប់ថាមានបញ្ហាបន្តិចបន្តួចអស់លុយហៅពួកគាត់មកហើយពួកឯងជឿអត់ហាលេខរបស់ឯងនេះពិតជាគួរឲ្យចង់សាច់មែនក្រុមសានសឹងគេផុតទុកអស់ហើយគេចាត់ទុកលុយកាក់ដូចជាសម្រាប់អញ្ចឹងបើហៅគេមកមិនបានទេក៏និយាយត្រង់មកខ្ញុំក៏អាចយល់ពីឯងបានដែរគ្រាន់តែចង់អួតនៅមុខស្រីដែលខ្លួនស្រឡាញ់តើព្រោះថាបន្ទាប់ពីឈិងរៀបការជាមួយខ្ញុំហើយឯងគ្មានឱកាសទៀតទេចាំងយានសរុបទៅឯងអាចហៅក្រុមសានសឹងមកបានឬក៏អមមកខាត់ពេលអ្នកទាំងអស់គ្នាអីខ្ញុំពិតជាមានបញ្ហាបែបហ្នឹងមែនតើហេតុអីក៏មិនជឿខ្ញុំអញ្ចឹង
ចុះបើអញចេះវិញឯងខ្ចីលុយខ្ញុំបន្តិចមកខ្ញុំធានាថានឹងឲ្យប្រពន្ធទាំង3មកភ្លាមអូហូចេញធៀបពិតមកហើយមែនទេល្បិចបោកលុយអន់បែបហ្នឹងក៏ហ៊ានប្រើដែរជីងមើលចុះបងនិយាយមែនតាវាមិនមែនមកដោយបំណងល្អទេវាចង់បោកលុយអូនអញតាចេញកន្ទុយលឿនម្លេះម្ចាស់ផ្ទះឥឡូវកំពុងឈឺធ្ងន់មែនតែមិនមែនឲ្យតែអ្នកណាចង់មកព្យាបាលក៏បានដែរហើយមកបោកលុយគ្រូសាសៀវយើងបែបនេះនោះអ្នកនាងចាំខ្ញុំឲ្យគេដេញវាចេញឥឡូវហ្នឹងបើពួកឯងដេញខ្ញុំចេញឥឡូវគឺពួកឯងនឹងបាត់បង់ឱកាសតែមួយគត់តែអាចសង្គ្រោះលោកម្ចាស់សៀវបានហើយជប់សិនទោះជាបោកប្រាស់ក៏ដោយឬនិយាយផ្ដេសផ្ដាស់ក៏ដោយឲ្យតែមានសង្ឃឹមបន្តិចខ្ញុំសុខចិត្តភ្នាល់ម្ដងដើម្បីលោកតាលោកចង់បានលុយប៉ុន្មាននិយាយមកហាហាសុំជាអ្នកនាងធំគ្រូសាសៀវមែនយកកាលណាកុំបារម្ភអីលុយអ្នកនាងខ្ញុំមិនយកទៅចោលទេជីងឯងត្រូវគិតឲ្យច្បាស់ណាសូម្បីតែគ្រូសាចៅយើងដែលមានឥទ្ធិពលប៉ុណ្ណឹងក៏មិនហ៊ានធានាដែរថាអាចអញ្ជើញកូនសិស្សរបស់កម្ពុជាគ្រូពេទ្យទាំង3បានចុះទម្រាំតែអាម្នាក់នេះគ្រាន់តែហើបមាត់ភ្លាមហ៊ានអួតថាជាបងប្អូននឹងកម្ពុជាគ្រូពេទ្យទាំង3ទៅហើយឥឡូវថែមទាំងមកសុំលុយឯងទៀតនេះមិនមែនជាការបោកប្រាស់ច្បាស់ក្រឡែតទេអីអ្នកនាងឥឡូវលោកម្ចាស់កំពុងឈឺធ្ងន់អ្នកនាងគឺជាអ្នកសម្រេចចិត្តក្នុងគ្រួសារសៀវរាល់សម្ដីនិងទង្វើរបស់អ្នកនាងគឺជាមុខមាត់គ្រួសារសៀវទាំងមូលបើរឿងនេះដឹងដល់ខាងក្រៅអ្នកនាងធំត្រកូលសៀវបែរជាត្រូវគេបោកដោយល្បិចកំពេចកំពុកបែបហ្នឹងទៅរួចនៅយើងចុងនេះត្រកូលសៀវយើងច្បាស់ជាលូកមកអស់មិនខានខ្ញុំសម្រេចចិត្តហើយចឹងយានអញដាក់ថ្លៃមកកូនចៅកម្រិតខ្ពស់ម្នាក់10លាន3នាក់គឺ30លានទោះជាខ្ញុំមកជួយអ្នកនាងក៏ដោយតែយ៉ាងហោចណាស់ក៏ត្រូវឲ្យខ្ញុំចំណេញខ្លះដែរឲ្យខ្ញុំ60លានមកខ្ញុំធានាថានឹងនាំកម្ពុជាគ្រូទាំង3មកឲ្យបាននៅថ្ងៃនេះខ្ញុំឲ្យលោក100លានឲ្យតែលោកអាចអញ្ជើញម្នាក់ក្នុងចំណោមកម្ពុជាគ្រូទាំង3មកបានខ្ញុំនឹងមានរង្វាន់ជូនបន្ថែមទៀតខ្ញុំឲ្យលោក100លានឲ្យតែលោកអាចអញ្ជើញម្នាក់ក្នុងចំណោមកម្ពុជាគ្រូទាំង3មកបានខ្ញុំនឹងមានរង្វាន់ជូនបន្ថែមទៀតហេត្រកូលសៀវមានលុយដល់ថ្នាក់ហ្នឹងហុចឲ្យភ្លាម100លានតែម្ដងអីយ៉ាមិននឹងដាក់តម្លៃទៀតពេកហើយខាត់ធ្ងន់ណាស់លើកនេះហាហាអ្នកនាងសៀវខ្ញុំធានាថាលុយដែលអ្នកនាងចំណាយគឺពិតជាសមតម្លៃណាស់ចាំងយានកុំស្មានថាបានលុយហើយរួចខ្លួនឲ្យសោះណាបើលោកអញ្ជើញគ្រូពេទ្យមកមិនបានទេថ្ងៃនេះកុំសង្ឃឹមថាបានចេញពីទីនេះឲ្យសោះបានតើបើអ្នកប្រុសជាមិនជឿថាខ្ញុំអាចអញ្ជើញកម្ពុជាគ្រូទាំង3មកបានទេចឹងយើងមកភ្នាល់គ្នាទៅភ្នាល់ក៏ភ្នាល់ទោះឲ្យឯង1000លានទៀតក៏ឯងនៅតែអញ្ជើញលោកជីវសាងដកថ្មិញដល់ល្ងងខ្លាយរបស់ឯងចេញទៅកុំមកនិយាយច្រើនបើឯងអញ្ជើញគេមកមិនបានត្រូវសងលុយ300លានដែលជំពាក់យើងមកវិញហើយត្រូវលោកជង្គង់ក្រាបសំពះសុំទោសយើងផងប៉ុន្តែជីវសាងយើងពិតជាអាណិតថ្មិញឯងណាស់ទើបតែប្រហើយក៏ត្រូវដកចេញទៀតបាត់ជប់រីមីទៅយើងថាឯងគួរតែគិតឲ្យច្បាស់ថានឹងរកលុយ300លានពីណាមកសងយើងវិញបើសិនជាគ្មានលុយសងទេអញត្រៀមឲ្យពួកកូនចៅរបស់ឯងមកលុះខ្លួនឯងនៅត្រកូលសៀវទៅអូយកាន់តែអ៊ូអរទៅហើយកម្លាំងយើងកាន់តែខ្សោយទៅហើយអ្នករត់តូចស្ថានភាពមិនសូវស្រួលទេចាំមើលយើងហៅពួកវាឲ្យមកឥឡូវហ្នឹងពិតជាអួតមិនចេះខ្មាស់មែនឋានៈគ្រូពេទ្យខ្ពស់ណាស់ណាអញមិនទៅអញ្ជើញគេផងចង់ឲ្យគេមកដល់ខ្លួនឯងអីអញស្មានថាខ្លួនឯងមានមុខមាត់ធំណាស់មែនទេល្អតាអីចឹងបើភ្នែកមើលឲ្យច្បាស់ទៅថាត្រូវធ្វើម៉េចទៅឲ្យពួកវាព្រមមកឲ្យស្រួលនោះប្រើជំនាញហៅកូនចៅកម្រិតខ្ពស់ទេពេទ្យទាំងឡាយបញ្ចូលលុយជោគជ័យកំពុងហៅមកហើយទេពេទ្យទី1ទេពេទ្យកម្មបិតហោះពិតជាអស្ចារ្យមែនចំណេះដឹងជ្រៅជ្រៅណាស់បើឈឺសួរខ្ញុំកុំទៅសួរទេវតាអូនេះពិតជាលោកគ្រូពេទ្យទេវតាមែនកាលខ្ញុំនៅក្មេងធ្លាប់មានសំណាងជួបគាត់ម្ដងដែរនៅចាំបានថាលោកគ្រូពេទ្យទេវតារូបរាងបែបហ្នឹងឯងពិតមែនហើយគឺលោកគ្រូពេទ្យទេវតាមិនមែនអ្នកផ្សេងទេប្រើវិជ្ជាចាំចូលវិទ្យាសាស្ត្រព្យាបាលរោគឲ្យជាសះស្បើយវិជ្ជាពេទ្យស័ក្តិសិទ្ធិប្រោសជីវិតឧឡាលើនេះក្មេងម្នាក់នេះពិតជាមានសង្ឃឹមហើយល្អណាស់លោកតាខ្ញុំមានសង្ឃឹមរស់ហើយគោរពលោកគ្រូពេទ្យគោរពលោកគ្រូពេទ្យគោរពលោកគ្រូពេទ្យគោរពបងធំគោរពបងធំអូយអូនប្រុសគ្រូពេទ្យប្រញាប់សម្រាប់ទៅអរគុណបងធំចុះហេតុអីលោកគ្រូពេទ្យហៅអាម្នាក់នឹងថាបងធំអញ្ចឹងជាមួយសមត្ថភាពគេខ្លាំងដល់ថ្នាក់នឹងមែនពិតជាស្មានមិនដល់មែនសូម្បីតែលោកគ្រូពេទ្យក៏សុខចិត្តធ្វើជាប្អូនគេដែរមើលទៅលោកគ្រូពេទ្យបែបនេះអ្នករបួសម្នាក់នេះក៏មិនមែនមនុស្សធម្មតាដែរចុះរឿងមិញនេះយើងក្មួយប្រុសចាំងមិញនេះពួកយើងពិតជាមានការឆ្កំឆ្កងណាស់មែនហើយពួកយើងពិតជាខុសមែនពួកតាចាស់ភ្នែកស្រវាំងអស់ហើយមែនទេ
បើទំនេរទៅពិនិត្យភ្នែកខ្លះទៅគេមិនមែនជាលោកគ្រូពេទ្យទេតែអីហ្នឹងទេឈៀវសានតាឯងចង់មានន័យថាម៉េចគេគ្រាន់តែមានរូបរាងស្រដៀងនឹងលោកម្ចាស់ចូលទឹកបន្តិចបន្តួចប៉ុណ្ណោះមើលទៅដឹងតែជាមនុស្សដែលយ៉ាងយួនជួមកបោះហើយគ្រាន់តែតុបតែងខ្លួនបន្លំភ្នែកធ្វើឲ្យដូចមែនតែប៉ុណ្្នឹងឯងមិនដឹងអីអាយុប៉ុនឯងហ៊ានមកសង្ស័យភ្នែកយើងផងអីកាយយើងបានជួបកំពូលអ្នកប្រាជ្ញទាំង3ឯងមិនទាន់កាត់ផងលោកម្ចាស់វ័យក្មេងនិយាយអីត្រូវមានភស្តុតាងបើលោកថាប្អូនខ្ញុំជាអ្នកបោកគាត់ជាអ្នកបោកមែនអីកំពូលអ្នកប្រាជ្ញទាំង3សុទ្ធតែមានវ័យកណ្ដាលអស់ហើយមិននឹងអាចឲ្យក្មេងដូចឯងមកធ្វើជាពួកគាត់បានបងប្រុសក្រុមសម្ដែងរបស់បងសម្ដែងជ្រុលពេកហើយដឹងមិនមែនទេគាត់ពិតជាប្អូនប្រុសខ្ញុំមែនបើមិនឲ្យហៅប្អូនតើឲ្យខ្ញុំហៅគាត់ថាអីចាំខ្ញុំបង្រៀនហើយថាលោកម្ចាស់ល្បីល្បាញបងប្រុសធ្វើបែបនេះសម្រាប់ខ្ញុំហើយមើលចុះបើខ្ញុំមិនហៅគាត់ថាប្អូនគាត់ប្រកាសជាមិនសប្បាយចិត្តទេមកអញ្ជើញអង្គុយអរគុណបងប្រុសអូហូនៅសម្ដែងទៀតចាំមើលថាពួកឯងសម្ដែងបានដល់ពេលណាបងប្រុសមិនបាច់និយាយច្រើនជាមួយគេទេខ្ញុំនឹងប្រាំទូព្យាបាលម្ចាស់ផ្ទះឲ្យជាសះស្បើយព្រាមដើម្បីឲ្យគេបិទមាត់ឲ្យចិត្តនេះជាក្បាច់ល្បីរបស់លោកម្ចាស់ចូលទឹកបញ្ចូលប្រាក់អច្ឆរិយៈចាក់ចូលក្នុងខ្លួនមនុស្សប្រើប្រាស់ធាតុពិតនៃអស្តដើម្បីជួយចិញ្ចឹមរាងកាយនេះជាក្បាច់ដែលលោកគ្រូមៀវចូលបង្កើតឡើងតែម្នាក់ឯងមិនអាចមានអ្នកណាខ្លាញ់បន្លំបានទេចង់ដឹងថាវាជាលោកគ្រូមៀវចូលពិតឬអត់គ្រាន់តែចាំចូលលើឆ្អឹងត្រកូលឆេវបន្តិចទៅនឹងដឹងការពិតភ្លាមអាជនបោកប្រាស់ម្នាក់នេះគ្មានផ្លូវចេះក្បាច់បញ្ចូលប្រាក់អច្ឆរិយៈនឹងទេអីយ៉ាថ្លង់ខ្លាំងណាស់ប្អូនប្រុសគ្រូពេទ្យអាចជួយឲ្យវាបិទមាត់ស្អុយនឹងឥឡូវបានទេអូយចុះណានេះដូចទៅនឹងក្បាច់បញ្ចូលប្រាក់អច្ឆរិយៈខ្លាំងណាស់បងប្រុសខ្ញុំបិទចំណុចសរសៃសម្លេងគេបាត់ហើយ15នាទីទៀតទើបគេនិយាយកាត់វិញបែបនេះទើបស្ងាត់មាត់បន្តិចបើឯងនៅតែចង់ញញញ៉ៃជឿទេថាខ្ញុំធ្វើឲ្យឯងកម្រើកមិនរួចតែម្ដងបញ្ចូលមាសចាក់ទម្លុះធៀបយ៉ាងវើវិញរលឹងចូលរូបកាយវិញ្ញាណបាក់ឡើងចុះណានេះពិតជាក្បាច់បញ្ចូលប្រាក់អច្ឆរិយៈមែនអូចុះណាដ៏អស្ចារ្យបែបនេះពិតជាក្បាច់បញ្ចូលប្រាក់អច្ឆរិយៈមែនហើយខ្ញុំពិតជាមើលមិនខុសមែនគាត់គឺជាលោកគ្រូមៀវឆៅពិតប្រាកដមែនបានឃើញក្បាច់បញ្ចូលប្រាក់ដ៏អស្ចារ្យបែបនេះក្នុងជាតិនេះខ្ញុំអស់ចិត្តហើយអូកម្រើកហើយលោកតាកម្រើកហើយពិតជាពូកែស័ក្តិសិទ្ធិមែនគ្រូពេទ្យទេពិតជាមិនសរសើរមិនបានមែនលើកនេះលោកម្ចាស់ទូច្បាស់ជាមានសង្ឃឹមហើយហេឯងនៅមានអីនិយាយទៀតទេអូយខ្ញុំស្ទើរតែភ្លេចគាត់បាត់ទៅហើយប្អូនប្រុសគ្រូពេទ្យស្រាយចំណងឲ្យគាត់ទៅវាមិនអាចទៅរួចទេមិនក៏អាចទៅរួចពិតជាគ្រូពេទ្យទេមែនលោកតាចៅនិយាយទេគឺចៅឈីងអ៊ឺណាលោកតាមានលោកម្ចាស់ម្នាក់គាត់បានអញ្ជើញគ្រូពេទ្យមកព្យាបាលលោកតាជំងឺលោកតាមានសង្ឃឹមហើយលោកតាចៅនិយាយទេលោកម្ចាស់ហាក់ដូចជានៅសន្លប់នៅឡើយមិនមែនថាគ្រូពេទ្យទេព្យាបាលភ្លាមជាភ្លាមទេអីចុះមិនបានលោកតានៅមិនទាន់ដឹងខ្លួនទៀតអាការៈលោកម្ចាស់សៀវធូរសាច្រើនហើយគ្រាន់តែស្គាល់ជំងឺមិនទាន់អស់ទើបគាត់មិនទាន់ដឹងខ្លួនបែបនេះលោកចាងតើមានរឿងអីឲ្យប្រកាសទៅឬមួយក៏ជំងឺលោកតាខ្ញុំសូម្បីតែគ្រូពេទ្យទេពក៏មើលមិនជាដែររឿងនឹងខ្ញុំដឹងមកពីណាទៅអាប្អូនគូជីម្នាក់នេះនិយាយអីមិនដែរពិតសោះខ្ញុំដឹងមកពីណាទៅអាប្អូនគូជីម្នាក់នេះនិយាយអីមិនដែរពិតសោះហាគ្រូពេទ្យទេវតាដែលល្បីថាពូកែខ្លាំងនោះថាព្យាបាលជាគ្រប់ជំងឺអាចប្រោសមនុស្សឲ្យរស់ឡើងវិញចុះមិនក៏ព្យាបាលគេឲ្យស្ទើរតែស្លាប់បែបហ្នឹងលោកគ្រូពេទ្យប្អូនប្រុសតើវាមានរឿងអីឲ្យប្រកាសទៅបងធំអើយអត់តតម្រេះហើយប្រាប់មកត្រង់មកជំងឺរបស់លោកតាសៀវនេះវាស្មុគស្មាញខ្លាំងណាស់បញ្ចុះប្រាក់របស់ខ្ញុំតាមពិតគឺសម្រាប់ជួយសម្រួលចរន្តឈាមក្នុងខ្លួនអ្នកជំងឺប៉ុន្តែចំណុចសរសៃរបស់លោកតាសៀវគឺបិទជិតឈឹងធ្វើឲ្យឈាមដើរមិនស្រួលខ្លាចថាបញ្ចូលប្រាក់របស់ខ្ញុំមិនអាចជួយអ្វីបានច្រើនទេអើយអញក៏ជាគ្រូពេទ្យដែរតើខំប្រឹងបន្តិចទៅមើលចុះឥឡូវចង់ឲ្យខ្ញុំធ្វើម៉េចឥឡូវមានតែទៅអញ្ជើញលោកគ្រូថងម៉ៃជឺទើបអាចព្យាបាលជំងឺលោកតាសៀវឲ្យជាសះស្បើយបានថងម៉ៃជឺអាហឹមលោកគ្រូថងម៉ៃជឺល្បីខាងក្បាច់ចុចចំណុចសរសៃគាត់ស្ទាត់ជំនាញគ្រប់ចំណុចសរសៃក្នុងខ្លួនមនុស្សកម្លាំងរៀនដៃរបស់គាត់គឺខ្លាំងក្លាណាស់គ្រាន់តែចុចចំណុចសរសៃបន្តិចបន្តួចក៏អាចជួយសង្គ្រោះអ្នកជំងឺធ្ងន់បានដែរ
វិជីពេទ្យគាត់ខ្លាំងជាងលោកម្ចាស់ញ៉ាវស៊ូឆ្ងាយណាស់បើសិនជាអាចអញ្ជើញគាត់មកបានក្នុងពេលតែមួយវាមិនមែនជារឿងងាយស្រួលឡើយបើចង់បានធំម៉ៃជឿមិនក៏មិនប្រាប់ឲ្យលឿនចាំខ្ញុំហៅគាត់ឲ្យមកឥឡូវហ្នឹងឯងចាំងយុនអញពិតជាអាចហៅធំម៉ៃជឿមកបានមែនហើយបើគ្រូពេទ្យទេពទាំងពីរមកមើលជំងឺជាមួយគ្នាគឺគ្មានអ្វីប្រៀបបានទេបើសិនជាអញពិតជាអាចអញ្ជើញធំម៉ៃជឿមកបានមែននោះជំងឺលោកម្ចាស់សៀវប្រកាសជាសះស្បើយមិនខានការព្យាបាលដោយគ្រូពេទ្យទេពទាំងពីរក្នុងពេលតែមួយបែបនេះសូម្បីតែមនុស្សកម្រិតអភិបាលខេត្តក៏មិនងាយនឹងទទួលបានការព្យាបាលបែបនេះដែរបើធំម៉ៃជឿមកមែននោះមិនដឹងថាលោកម្ចាស់សៀវសន្សំបុណ្យពីជាតិមុនមកច្រើនប៉ុណ្ណាទេទើបជាតិនឹងអាចទទួលបានការព្យាបាលពីគ្រូពេទ្យទេពទាំងពីរបែបនេះបានលោកចាំងតើអ្វីដែលលោកនិយាយជាការពិតមែនទេលោកពិតជាអាចអញ្ជើញធំម៉ៃជឿមកបានមែនហើយលោកចាំងតើលោកនិយាយមែនឬអត់លោកពិតជាអាចអញ្ជើញធំម៉ៃជឿមកបានមែនហើយមិនមែនខ្ញុំប្រាប់ពួកអ្នកតាំងពីយូរហើយទេហើយគ្រូពេទ្យទេពទាំង3នឹងសុទ្ធតែជាកូនចៅរបស់ខ្ញុំតើខ្ញុំហៅគេមកមិនមែនអញ្ជើញទេគឺគ្រាន់តែបញ្ជាប៉ុណ្ណោះនិយាយក្តេកក្តាស់ចាំងយុនឯងស្មានថាឯងជាអ្នកណាទៅអញគ្រាន់តែសំណាងដែលបានស្គាល់លោកម្ចាស់ញ៉ាវស៊ូប៉ុណ្ណោះអញហែងដល់ថ្នាក់ផ្សែងហុយពីភ្នោដូនតាហើយនៅហ៊ានមកនិយាយប៉ប៉ាច់ប៉ប៉នៅទីនេះថានឹងទៅអញ្ជើញលោកគ្រូពេទ្យអីគេនោះមកទៀតពិតជាមិនដឹងខ្យល់អីមែននៅហ៊ានមកអួតអេងអាងនៅទីនេះទៀតហ្នឹងឬមួយក៏អញភ្លេចហើយថាខ្ញុំបានអញ្ជើញគ្រូពេទ្យម្នាក់មកហើយតាមកិច្ចសន្យាភ្នាល់ខ្ញុំអាចដកថ្មិញឯងមួយចេញបានមែនទេអញចង់ធ្វើអីហ្នឹងកុំមកចង់ធ្វើឈួតណាបញ្ឆោតលេងតើខ្ញុំមិនដកថ្មិញឯងឥឡូវហ្នឹងទេចាំដល់ពេលកម្ពុជាគ្រូពេទ្យទាំង3មកជុំគ្នាពេលនោះខ្ញុំនឹងវាឲ្យបាក់អស់ទាំងមាត់តែម្ដងមនុស្សដូចអញនឹងអញ្ជើញកម្ពុជាគ្រូពេទ្យទាំង3មកបានតើអញ្ចឹងខ្ញុំចាំមើលអញមកវាថ្មិញខ្ញុំឲ្យបាក់អស់ទាំងមាត់តែបើអញអញ្ជើញពួកគាត់មកមិនបានទេអញត្រូវលុតជង្គង់សំពះសុំទោសខ្ញុំអូយខ្ញុំចង់តែវាថ្មិញអញឲ្យបាក់អស់ទាំងមាត់ឲ្យឆាប់នឹងទេក្មួយប្រុសចាងយើងជឿថាអញច្បាស់ជាអាចអញ្ជើញលោកគ្រូពេទ្យមកបានយើងពិតជាចង់ឃើញណាស់នៅទស្សនវិជ្ជាប្រវត្តិសាស្ត្រដែលកម្ពុជាគ្រូពេទ្យទាំងពីរមកព្យាបាលជាមួយគ្នាក្មួយប្រុសចាងឲ្យបើអាចបង្កើតទស្សនវិជ្ជាប្រវត្តិសាស្ត្របែបនេះមែននោះក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្ររបស់ប្រទេសចិនពិតជាធ្វើដើម្បីមិត្តសម្លាញ់យ៉ាងយកមែនវាជាការលះបង់ដ៏ធំធេងណាស់ល្អអញ្ចឹងត្រៀមខ្លួនចាំមើលពេលវេលាប្រវត្តិសាស្ត្រនេះទៅប្រព័ន្ធក៏ហៅកម្ពុជាគ្រូពេទ្យថងមេសមកឲ្យខ្ញុំកំពុងដំណើរការក៏ហៅចិត្តស្មោកកាយស្រាមចូលទឹកព្យាបាលឈ្មោះល្បីរន្ទឺមកចូលទឹកសង្គ្រោះលោកឈាមរត់ស្រួលបួលតាមក្បួនតម្រាឆន្ទៈមោះមុតដោះស្រាយទុក្ខភ័យថងមេសមែនទេខ្ញុំមិនបានមើលច្រឡំទេដឹងពិតជាគាត់មែនពិតជាថងមេសមែនអូនប្រុសយ៉ាងពិតជាអស្ចារ្យដូចទេវតាមែនដែលឲ្យខ្ញុំបានឃើញកម្ពុជាគ្រូពេទ្យទាំងពីរមកព្យាបាលបែបនេះជីវិតជាគ្រូពេទ្យរបស់ខ្ញុំគឺអស់ចិត្តហើយហាហាថងមេសពិតជាថងមេសមែនត្រកូលឆេវយើងមានសំណាងអ្វីទៅទើបអញ្ជើញកម្ពុជាគ្រូពេទ្យទាំងពីរមកបានសុគ្រាប្រទានពរដល់លោកម្ចាស់សុគ្រាពិតជាជួយលោកម្ចាស់មែនអូមិនមែនទេគឺលោកយ៉ាងជាអ្នកជួយជីវិតលោកម្ចាស់យើងមានកម្ពុជាគ្រូពេទ្យទាំងពីរនៅទីនេះលើលោកនេះគ្មានជំងឺណាដែលព្យាបាលមិនជាឡើយល្អណាស់លោកតាមានសង្ឃឹមរស់ហើយពួកយើងសូមគោរពលោកគ្រូពេទ្យទេវតាបងធំមានរឿងអីត្រូវប្រញាប់បែបនេះឆាប់ក្រោកឡើងមកមិនដែលឃើញថងមេសពីមុនមកសោះស្មានម្ដងថាយ៉ាងយួនម្នាក់នឹងពិតជាបងធំរបស់ថងមេសមែនហ៊ានឲ្យកម្ពុជាគ្រូពេទ្យទាំងពីរមកធ្វើជាកូនចៅបានឬមួយគាត់ពិតជាមានខ្សែធំមែនសមត្ថភាពខ្លាំងដល់ថ្នាក់ហ្នឹងកាលនៅយ៉ាងឆៅពីមុនមិនក៏មិនដែលឮឈ្មោះមនុស្សម្នាក់ហ្នឹងអញ្ចឹងមិនអាចទៅរួចទេដាច់ខាត់មិនអាចទៅរួចគ្រាន់តែគាត់អាចហៅមេវឆៅមកបានក៏ចាត់ទុកថាជាបុណ្យសំណាង8ជាតិរបស់គាត់បាត់ទៅហើយចុះទម្រាំតែថងមេសទៀតគាត់ហៅមកបានយ៉ាងម៉េចហេកម្ពុជាគ្រូពេទ្យទាំងពីរហ្នឹងតោះតែអ្នកមានអំណាចថ្នាក់អភិបាលខេត្តទើបអាចអញ្ជើញពួកគាត់បានវាមិនអាចទៅរួចទេដែលសុខពួកគាត់មកលេចមុខនៅផ្ទះត្រកូលឆេវបែបនេះជប់សិនខៀវកុំប្រាប់ណាថាអូននៅតែគិតថាអូនប្រុសគ្រូពេទ្យរបស់បងជាមនុស្សខ្លាំងខ្លាយទៀតមែនហើយបើមិនអញ្ចឹងទេពន្យល់យ៉ាងម៉េចថាសម្រាមបាត់សង្គមដូចជាឯងអាចស្គាល់កម្ពុជាគ្រូពេទ្យទាំងពីរអ្នកក្នុងពេលតែមួយបានអូខេអញ្ចឹងបងនឹងឲ្យអូនប្រុសគ្រូពេទ្យរបស់បងបង្ហាញស្នាដៃឲ្យអូនមើលម្ដងចុះឯងចង់ធ្វើស្អីអូនប្រុសគ្រូពេទ្យបងថាឯងពូកែខាងចុចចំណុចសរសៃណាស់មែនទេអញ្ចឹងជួយចុចលើខ្លួនខៀវបន្តិចមើលយកចំណុចណាដែលសប្បាយបន្តិចទៅទៀតហើយខ្ញុំទៀតហើយឯងធ្វើស្អីលើខ្លួនយើងហ្នឹងអូយហានេះហើយជាក្បាច់ពិសេសរបស់លោកគ្រូថងមេស៊ីគឺការចុចចំណុចសរសៃពីចម្ងាយហើយចំណុចដែលគាត់ចុចនោះគឺចំណុចយ៉ាងក៏ក្នុងរាងកាយមនុស្សយើងនឹងឯងស្អីគេ
យ៉ាងស្អីអាយ៉ាងយន់អាចឆ្កែឆាប់ដោះលែងអញភ្លាមសុំទោសផងណាជាវឆាប់អូនប្រុសកំពុងរវល់បន្តិចចាំមើលទៅឯងអាហាបងអូនដែលលើអត់ scrap អំបិលរ៉ែសមុទ្រនោះគឺ scrap របស់យ៉ាសកានឹងឯងបងអូនគឺជាប្រភេទ scrap អំបិលរ៉ែសមុទ្រដែលមានសមត្ថភាពជួយទៅជំរុះកោសិកាចាស់ៗបំបត្តិក្លិនខ្លួនក្លិនក្លៀកនិងស្នាមក្រិនគ្រើមបានល្អខ្លាំងមែនទែនហើយបើសិនជាបងអូនបានប្រើជាមួយនឹងប្រេងកូជីចាក់លាយជាមួយនឹង scrap យ៉ាសកាថែមទៀតប្រសិទ្ធភាពគុណភាពរបស់ scrap កាន់តែកើនឡើងទ្វេដងតែម្ដងពីព្រោះថាប្រេងកូជីគឺជួយទៅលើបញ្ហាស្បែកមិនថាស្នាមក្រិនគ្រើមស្នាមសង្វារស្បែកស្ងួតស្បែកគ្រើមអីនោះទេចឹងហើយទៅពេលដែលបងអូនយកប្រេងចាក់លាយជាមួយនឹង scrap ប្រសិទ្ធភាពគុណភាពគឺកាន់តែកើនឡើងទ្វេដងហើយឆាប់ឃើញផលលឿនខ្លាំងមែនទែនមុននឹងធ្វើការ scrap បងអូនត្រូវតែផ្សើមខ្លួនជាមួយនឹងទឹកឲ្យជោគសិនកាន់តែចូលកាលណាសាច់ scrap របស់យ៉ាសកាកាន់តែបញ្ចេញប្រសិទ្ធភាពបងអូនយក scrap ដែលលាយជាមួយនឹងប្រេងយកមកម៉ាស្សាលើខ្លួនថ្នមតាមកញ្ញោដៃកញ្ញោជើងឬក៏កន្លែងណាដែលមានស្នាមក្រិនគ្រើមម៉ាស្សាថ្នមត្រឹមតែ3ទៅ5នាទីបានហើយបងអូនឲ្យលាងទឹកចេញមកស្បែកគឺថាអូយឲ្យអ៊ុយហ្មងតុនក៏តុនរលោងក៏រលោងភ្លឺថ្លាហើយមានសំណើមតែម្ដងបើនិយាយពីអ្នកមានបញ្ហាក្លិនខ្លួនក្លិនក្លៀកវិញណាប្រើ scrap យ៉ាសកាជាមួយនឹងប្រេងកូជីតែម្ដងហើយគឺឃើញផលពិតៗហ្មងអន់បញ្ហាក្លិនខ្លួនក្លិនក្លៀកហើយអន់បញ្ហាស្នាមសង្វារស្នាមក្រិនគ្រើមបានលឿនថែមទៀតមិនចាំបាច់ប្រើច្រើនដងទៅឃើញប្រសិទ្ធភាពទេជាមួយនឹង scrap ហើយនឹងប្រេងយ៉ាសកាប្រើតែម្ដងគឺឃើញប្រសិទ្ធភាពភ្លាមចំណាយពេលវេលាក៏តិចបានផលក៏លឿនទៀតអូហូកម្លាំងរៀនដៃពិតជាខ្លាំងក្លាមែនពិតជាសំឈ្មោះជាគ្រូសម្រួលសរសៃមែនគ្រាន់តែចុចមួយរៀនដៃនេះលោកម្ចាស់ជាច្បាស់ជាសេះស្បើយមិនខានថ្ងៃនេះបានជួបគ្រូពេទ្យទាំងពីររូបចាត់ទុកថាជាសំណាងធំណាស់សម្រាប់ខ្ញុំអូគាត់ដឹងខ្លួនហើយលោកតាដឹងខ្លួនហើយពិតជាពូកែមែនលោកគ្រូថងមេសគ្រាន់តែចេញដៃភ្លាមធ្វើឲ្យលោកតាដឹងខ្លួនភ្លេចលោកតាមើលលោកម្នាក់នេះទៅគឺលោកយ៉ាងនឹងហើយគឺគាត់នឹងហើយដែលបានអញ្ជើញកំពូលគ្រូពេទ្យទាំងពីររូបមកព្យាបាលជំងឺឲ្យលោកតានោះអូលោកតាលោកយ៉ាងតាមានរឿងអីហ្នឹងហេតុអីបានជាលោកតាសន្លប់បាត់ទៅវិញហើយអូយនេះជាជំងឺចម្លែកដែលមិនធ្លាប់ជួបសោះក្នុងមួយជីវិតសូម្បីតែកំពូលគ្រូពេទ្យទាំងពីររូបពិនិត្យហើយក៏នៅតែពិបាកនឹងព្យាបាលលោកម្ចាស់ជាវឲ្យជាដាច់ដែរមុខដូចបិសាចអញ្ចឹងសូម្បីតែគ្រូពេទ្យទេវតាទាំងពីរក៏ព្យាបាលជំងឺនេះមិនជាដែរអញ្ចឹងមានតែលោកតាតេងមានតែអ្នកណាប្រាប់ខ្ញុំមកឲ្យលឿនមករឿងនេះខ្ញុំមិនហ៊ាននិយាយផ្ដេសផ្ដាស់ទេបើចង់អញ្ជើញម្នាក់នោះមកគឺជារឿងដែលមិនអាចទៅរួចទេលោកឆេងសូម្បីតែគ្រូពេទ្យទាំងពីរក៏ព្យាបាលលោកតារបស់ខ្ញុំមិនជាដាច់ដែរចុះលោកតានៅមានសង្ឃឹមទេលោកគ្រូពេទ្យប្អូនជីដូនមួយតើវាមានរឿងអីទៅអ្នកនាងជំងឺរបស់លោកឪពុកអ្នកនាងខ្ញុំមិនដែលជួបពីមុនមកទេពេលនេះសរីរាង្គក្នុងខ្លួនគាត់កំពុងតែចុកខ្សោយខ្លាំងណាស់ឬគោលនៃជំងឺគឺនៅខាងក្នុងចំណែកខ្ញុំនិងលោកគ្រូម្នាក់ទៀតជំនាញតែខាងក្រៅរាងកាយប៉ុណ្ណោះពីខាងក្រៅខ្លាំងប៉ុណ្ណាក៏ជួយបានតែបន្តិចបន្តួចដែរមានតែថ្នាំលេបខាងក្នុងទេទើបអាចឲ្យគាត់ជាសេះស្បើយបានថ្នាំលេបខាងក្នុងហ្នឹងគឺឲ្យអ្នកជំងឺលេបអស់ចូលទៅក្នុងខ្លួនចំណែកគ្រូពេទ្យទាំងពីរគឺពូកែតែខាងព្យាបាលពីខាងក្រៅទេបើចង់ជួយលោកម្ចាស់ឆេវត្រូវតែអញ្ជើញកំពូលគ្រូពេទ្យខាងថ្នាំលេបមកកំពូលគ្រូពេទ្យខាងថ្នាំលេបតើមិនមែនជាលោកគ្រូថេងដែលជាមេនៃកំពូលគ្រូពេទ្យទាំងបីទេអីដាំតាវជឺគឺជាអ្នកដែលល្បីតែក្នុងកំណត់ត្រាតែមិនដែលបង្ហាញខ្លួនសោះគឺកំពូលសន្តបកគោដាំតាវជឺមែនទេបាទគឺគាត់នឹងហើយលោកចាងមុននេះលោកថាសន្តបកគោទាំងបីសុទ្ធតែជាកូនចៅលោកចុះលោកអាចអញ្ជើញលោកដាំតាវជឺមកដែរបានទេហាជាងគឺឯងស្មានថាអាចារ្យយានឥតប្រយោជន៍ម្នាក់នេះគ្រាន់តែសំណាងឆ្កែជួយបន្តិចអញ្ជើញសន្តបកគោបានពីររូបក៏អាចអញ្ជើញដាំតាវជឺមកបានដែរមែនទេខ្ញុំប្រាប់ឯងទៅវាមិនអាចទៅរួចទេចំពោះដាំតាវជឺដែលជាអ្នកចុងក្រោយនេះទោះយ៉ាងណាក៏ឯងអញ្ជើញគាត់មកមិនបានដែរជាវសៀវខុនលោកចាងអញ្ជើញបានពីររូបទៅហើយតែឯងផ្អែកលើអីបានជាគិតថាគាត់អញ្ជើញដាំតាវជឺមកមិនបាននោះអ្នកនាងលោកដាំតាវជឺល្បីខាងផ្សំថ្នាំណាស់ថ្នាំគាត់អាចប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញបានគាត់គឺជាមេនៃសន្តបុគ្គលទាំង3ជាកំពូលសន្តបុគ្គលផ្នែកវិទ្យាសាស្ត្រសមត្ថភាពគាត់គឺខ្លាំងលើសពីការស្មានបើចង់អញ្ជើញគាត់មកគឺពិតជាពិបាកខ្លាំងណាស់
មិនថាគេអញ្ជើញលោកមកយ៉ាវស៊ូនិងលោកថងម៉ៃមកបានដោយរបៀបណាតែនៅលើលោកនេះមិនដែលធ្លាប់មានរឿងដែលសន្តបកគោទាំង3បង្ហាញខ្លួនព្រមគ្នានោះទេបើសិនជាគេអាចអញ្ជើញដានតាវជឿមកបានមែននោះបែបហ្នឹងគឺបង្កើតប្រវត្តិសាស្ត្រហើយវាក៏គ្រាន់តែជាសម្រាប់ម្នាក់ប៉ុណ្ណោះពួកឯងគិតថាវាអាចទៅរួចដែរអីអូល្អអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្កើតប្រវត្តិសាស្ត្រឲ្យឯងមើលមិនឬលោកយ៉េងលោកអាចអញ្ជើញលោកគ្រូ Daniel មកបានមែនអីខ្ញុំប្រាប់ហើយតើបើកម្ពុជាគ្រូពេទ្យទាំង3មកជុំគ្នាឥឡូវគ្រូពេទ្យ2រូបបានមកដល់ហើយម្នាក់ចុងក្រោយក៏ត្រូវតែមកឲ្យគ្រប់ដែរការជួបជុំកម្ពុជាគ្រូពេទ្យទាំង3នោះពិតជាអស្ចារ្យមិនធ្លាប់មានពីមុនមកឡើយស្នាដៃបែបនេះកុំថាឡើយនៅក្រុមយ៉ាងឆောင်းទុយមួយនេះទោះជានៅទូទាំងក្រុមយ៉ាងចេញទាំងមូលក៏ដោយក៏មិនសូវមានអ្នកណាធ្វើបានដែរលោកថាអភិបាលខេត្តជាងចង់បានឆ្នាំអាយុវែងខំប្រើអំណាចពេញមួយខេត្តដើម្បីចង់បានឆ្នាំទឹកមួយគ្រាប់ពីលោកគ្រូ Daniel តែចុងក្រោយនៅតែត្រឡប់មកវិញដៃទៀតដែរបាក់មួយប្រុសយ៉ាងអាចអញ្ជើញលោកគ្រូ Daniel មកបានមែន18ថ្ងៃក្រោយពេលលោកអភិបាលខេត្តជួបក្មួយក៏ត្រូវតែផ្ដោតកិត្តិយសនិងកោតក្រែងក្មួយដែរល្អណាស់បើកម្ពុជាគ្រូពេទ្យទាំង3មកជុំគ្នាច្បាស់ជាអាចជួយឲ្យលោកតាជីសាស្បាយឡើងវិញមិនខានគេញើតាកូនកំពុងគិតអីហ្នឹងកូនជឿមែនថាអាសម្រាប់ម្នាក់នេះអាចបង្កើតប្រវត្តិសាស្ត្របានជឿថាវាអាចអញ្ជើញលោកគ្រូ Daniel មកបានមែនអីជាជាងឥឡូវគ្រូពេទ្យ2នាក់មកដល់ហើយអញមិនទាន់រៀងចាស់នឹងការត្រូវគេបំបាក់មុខទៀតមែនទេកុំភ្លេចការភ្នាល់របស់ពួកយើងឲ្យសោះគ្រូពេទ្យទេពទាំង3ខ្ញុំនឹងដល់ឲ្យបាក់ថ្មីអញអស់មិនខានចង់ដល់ឲ្យបាក់ថ្មីខ្ញុំអស់ផងចុះលុយ300លានរបស់ខ្ញុំរៀបចំទុកឲ្យហើយនៅប្រាប់ឯងឲ្យដឹងទៅទោះឯងអញ្ជើញគ្រូពេទ្យបាន2នាក់ហើយក៏ដោយតែបើគ្រូពេទ្យចុងក្រោយលោកតាន់តាវជឿមិនមកការភ្នាល់នេះឯងនៅតែជាអ្នកចាញ់ដដែលអញ្ចឹងបើភ្នែកមើលឲ្យច្បាស់ទៅថាខ្ញុំហៅលោកតាន់តាវជឿឲ្យមកបង្ហាញខ្លួននៅទីនេះដោយរបៀបណាហើយនឹងដល់ឲ្យបាក់ថ្មីអញអស់ដោយរបៀបណាដែរប្រព័ន្ធចាប់ផ្ដើមហៅលោកតាន់តាវជឿកំពុងដំណើរការហៅកម្ពុជាគ្រូពេទ្យតាន់តាវជឿមកដល់ហើយខ្ញុំរស់នៅលើទីខ្ពស់ដើម្បីផ្សំថ្នាំក្រុងអស្ថខ្ពស់ដល់នភពឈ្នះអស់មានសត្រូវទាំងពួងអូហូសំបីតែលោកគ្រូពេទ្យលីវក៏ត្រូវគោរពគាត់ដែរម្នាក់នេះច្បាស់ជាលោកតាន់តាវជឿពិតប្រាកដហើយលោកតាន់តាវជឿគ្រូពេទ្យទេពទាំង3ជួបជុំគ្នាមិនដែលធ្លាប់មានពីមុនមកទេថ្ងៃនេះគ្រូសាស៊ីរបស់យើងពិតជាមានគិតយូរណាស់បានឃើញប្រវត្តិសាស្ត្រហើយតើពិតជាអាចអញ្ជើញលោកតាន់តាវជឿមកបានមែនគ្រូពេទ្យទេពទាំង3បែបនេះគ្មានជំងឺណាដែលព្យាបាលមិនជាទៀតទេលើកនេះជំងឺលោកតាច្បាស់ជាសះស្បើយទាំងស្រុងហើយជំនាន់ក្រោយសូមគោរពលោកម្ចាស់ដ៏ខ្ពង់ខ្ពស់សូមគោរពបងធំប្អូនស្រីសូមគោរពបងប្រុសមិននឹកស្មានថាយ៉ាងយួនពិតជាបងធំរបស់ពួកបរិសុទ្ធទាំង3សោះតើក្នុងបង្អែកគាត់ខ្លាំងដល់កម្រិតណាទៅក្រោកឡើងមិនបាច់គួរសំពេចទេនៅចំពោះមុខបងឯងគឺជាប្អូនស្រីតែចំពោះអ្នកដទៃឯងគឺជាអ្នកធំម្នាក់ដែរមិនក៏មកសំពះបងបែបហ្នឹងធ្វើបែបហ្នឹងបងទាស់ចិត្តណាស់សម្រាប់ប្អូនបងគឺជាបងធំជារៀងរហូតឲ្យតែបងមិនបោះបង់ពួកយើងនឹងដើរតាមបងរហូតទៅបងធំប្រៀបដូចជាមេឃបងធំប្រៀបដូចជាដីបងធំគឺជាអ្នកខ្លាំងពិតប្រាកដចុះអញវិញមិនក៏នៅហ៊ានសង្ស័យទៀតចង់សាករសជាតិថ្នាំទឹកមែនទេអូយឥឡូវនេះសំបីតែគ្រូថ្នាំទឹកក៏យ៉ាងយួនអញ្ជើញមកបានដែរបើអាគីអូឆោកនេះនៅតែហ៊ានសង្ស័យទៀតតាទាំងពីរអ្នកនេះនឹងចាត់ការវាមុនគេខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាមើលងាយកម្ពុជាគ្រូពេទ្យឡើយហើយក៏មិនអនុញ្ញាតឲ្យអ្នកណាមកសង្ស័យពីសមត្ថភាពរបស់យ៉ាងយួនទៀតដែរអូយបានហើយជប់បំភ័យគេទៅមើលចុះភ័យចង់លេចនំដាក់ខោហើយយ៉ាងយួនអញកុំអាលអពេកទោះអញអញ្ជើញពួកបរិសុទ្ធទាំង3មកព្យាបាលលោកម្ចាស់ក៏ដោយអញក៏ប្រហែលជាមិនដឹងដែរចាំមើលចុះពេលប្អូនស្រីខ្ញុំដែលជាគ្រូពេទ្យមកដល់នាងនឹងព្យាបាលលោកម្ចាស់ជាឲ្យជាសះស្បើយមិនខានដល់ពេលនឹងអញត្រៀមខ្លួនឲ្យខ្ញុំដើរបាត់មិញអស់ទៅបងធំខ្ញុំកំពុងពិនិត្យហើយជំងឺនេះពិតជាពិបាកព្យាបាលមែនមិនពិតទេដឹងកុំប្រាប់ណាថាខ្ញុំអញ្ជើញអ្នកទាំង3មកហើយនៅតែមើលជំងឺនេះមិនជាទៀតបងធំកុំបារម្ភអីខ្ញុំមានគ្រាប់ថ្នាំទឹកដែលចម្រាញ់អស់រយៈពេល49ឆ្នាំវាមានឈ្មោះថាថ្នាំប្រោសជីវិតថ្នាំនេះផ្សំឡើងពីអស្ដុកមកបំផុតក្នុងលោកវាអាចជួយមនុស្សឲ្យរស់ឡើងវិញនិងព្យាបាលរបួសធ្ងន់បានឲ្យតែអ្នកជំងឺនៅមានដង្ហើមសេះសល់ពេលលេបថ្នាំនេះហើយនឹងរឹងមាំដូចដាំភ្លាមថែមទាំងជួយឲ្យអាយុវែងដល់រាប់រយឆ្នាំទៀតផងថ្នាំប្រោសជីវិតពិតជាថ្នាំប្រោសជីវិតមែនស្ដាប់សិនលោកគ្រូ Daniel ស៊ីសមាធិអស់49ឆ្នាំគឺដើម្បីតែចម្រាញ់ថ្នាំគ្រាប់នេះឯងមិននឹកស្មានថាថ្ងៃនេះគាត់សុខចិត្តយកវាឲ្យមនុស្សដែលមិនដែលស្គាល់គ្នាគាត់សុខចិត្តប្រគល់ថ្នាំដ៏មានតម្លៃនេះឲ្យយ៉ាងងាយ
នោះក៏ដោយសារតែមានលោកមួយយ៉ាងនៅទីនេះដែរបើជាអ្នកផ្សេងវិញទោះបីជាមានគ្រូពេទ្យទេពទាំង3នៅទីនេះក៏ពួកគេមិនប្រឹងប្រែងព្យាបាលអស់ពីចិត្តបែបនេះដែរគ្រូសាជាប្រហែលជាមានបុណ្យខ្លាំងណាស់ហើយទើបមានសំណាងបែបនេះចំណាយតែ100លានក៏អាចទទួលបានសេវាវេជ្ជសាស្ត្រតែសូម្បីតែអភិបាលខេត្តក៏រកមិនបានដែរជប់និយាយរឿង100លាននឹងបានទេលើកនេះខ្ញុំខាត់បងធ្ងន់ណាស់ជឿចិត្តចង់មកហើយមិនបានទេចាំចប់រឿងនេះខ្ញុំត្រូវតែទាបពីគ្រូសាស៊ីវ៉ាបានច្រើនអ្នកគ្រូពេទ្យតូចប្រញាប់ឲ្យមេគ្រូសាស៊ីវលេបទៅចាសអញ្ជើញលោកតា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 អូយលោកតាលោកតាអើយលោកតាលោកតាកាត់អីហ្នឹងហាសលោកតា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 កាត់អីហ្នឹងអ្នកគ្រូពេទ្យនេះវាមានរឿងអីហ្នឹងអូយបងប្រុសពិបាកហើយទោះបីឆ្នាំនេះខ្ញុំទើបតែឲ្យគេប្រើលើកដំបូងមែនប៉ុន្តែវាជាឆ្នាំដែលខ្ញុំចំណាយពេលច្រើនឆ្នាំស្រាវជ្រាវនិងសម្ភារឡើងយ៉ាងសម្រិតសម្រាំងតាមពិតទៅវាមិនគួរមានបញ្ហាអីសោះមិនក៏ទៅជាអញ្ចឹងវិញឬមួយក៏រាងកាយរបស់មេគ្រូសាស៊ីវមិនអាចទទួលយកជាឆ្នាំរបស់ក្រុមម្សៅទឹកនេះបានទើបវាមានប្រតិកម្មក្រោយពេលលេបបែបនេះឬក៏អាចមកពីសរសៃឈាមរបស់គាត់មិនទាន់បានបើកអស់ទើបធ្វើឲ្យឆ្នាំទឹកដ៏មានតម្លៃបែបនេះមិនអាចរលាយចូលក្នុងខ្លួនគាត់បានប្រសិទ្ធភាពនៃការព្យាបាលលើកនេះបែរជាខ្លាយជាគ្រោះថ្នាក់ទៅវិញធ្វើមិនទៅខ្ញុំយល់ហើយហាពួកអាខ្មោចចាស់ល្ងងខ្លោចអស់ទាំងនេះពួកឯងនាំគ្នាទីមូលហេតុដែលលោកម្ចាស់សៀវគូឈាមសពគ្រប់អស់ហើយតែមិនហ៊ានទីរឿងមួយគឺថាពួកដែលហៅថាបេសិនបុគ្គលនឹងសុទ្ធតែជាពួកបោកប្រាស់ទាំងអស់និយាយផ្ដេសផ្ដាស់ឯងនៅមិនទាន់អស់ចិត្តទៀតមែនទេសមត្ថភាពរបស់លោកទាំង3ពួកយើងបានឃើញផ្ទាល់ភ្នែកអស់ហើយទោះបីជាឥឡូវមានបញ្ហាបន្តិចបន្តួចក៏ដោយតែអត្តសញ្ញាណរបស់លោកទាំង3មិនអាចខ្លាំងខ្លាយដាច់ខាតអញ្ចឹងហើយមើលទៅពួកឯងនៅតែជឿជាក់ខ្លាំងណាស់តើថាពួកគាត់ទាំង3ជាមនុស្សពិតប្រាកដលោកគ្រូពេទ្យអំបញ្ញមិនខ្ញុំទើបតែទទួលបានទូរស័ព្ទពីកូនសិស្សច្បងរបស់លោកទាំង3គឺលោកគ្រូពេទ្យមិនព្យាបាលគាត់បានប្រាប់ខ្ញុំផ្ទាល់មកថាលោកគ្រូទាំង3របស់គាត់កំពុងតែសំងំតាំងសេនៅឡើយទេចុះសុំសួរមួយមើលពួកដែលហៅថាបេសិនបុគ្គលដែលធ្វើឲ្យលោកម្ចាស់សៀវគូឈាមនឹងជាអ្នកណាឲ្យប្រកាសទៅកូនសិស្សច្បងរបស់ពួកយើងហើយហេនិយាយមិនដឹងអីសោះច្រើនឆ្នាំមកនេះពួកយើងទាំង3មិនដែលបង្កើតបាក់ពួកអីផងហើយក៏មិនដែលទទួលកូនសិស្សអីដែរតើមានកូនសិស្សច្បងមកពីណានោះពិតជាគួរឲ្យអស់សំណើចមែនសូម្បីតែខ្ញុំខ្លួនឯងក៏មិនដឹងរឿងនឹងដែរខ្ញុំក៏បានទទួលកូនសិស្សម្នាក់ដែរម្នាក់ដែលហៅថាជាសិស្សច្បងរបស់ពួកបរិសុទ្ធទាំង3នឹងទើបជាអ្នកខ្លាំងខ្លាយពិតប្រាកដហេអ្វីដែលគួរឲ្យអស់សំណើចបំផុតនោះគឺអ្នកខ្លាំងខ្លាយនឹងបែរជាចង់មកចោទពួកយើងថាជាអ្នកខ្លាំងខ្លាយទៅវិញខ្ញុំចង់ឃើញណាស់ពេលដែលអ្នកខ្លាំងខ្លាយនឹងមកដល់ហើយមកឃើញពួកយើងទាំង3នាក់ដែលវាថាជាអ្នកខ្លាំងខ្លាយមើលថាតើនរណាឲ្យប្រកាសជាអ្នកខ្លាំងខ្លាយពួកឯងជាក្រុមបកប្រាស់សូម្បីតែសម្ដីនិយាយក៏ព្រៀងទុកមកដែរមិនព្រមសារភាពមែនទេមិនអីទេសិស្សច្បងរបស់ពួកបរិសុទ្ធទាំង3កំពុងធ្វើដំណើរមកហើយចាំតែត្រូវគេហែកមុខទៅសិស្សច្បងស្អីគេនៅក្នុងចំណោមពួកកូនចៅខ្ញុំវាគ្រាន់តែជាកូនចៅថ្នាក់ទាបម្នាក់ប៉ុណ្ណោះមិនខុសពីពួកកូនចៅខ្ញុំដែលចាំតែស៊ីហើយដេញទេកម្រិតតែមួយញ៉ឹងមើលទៅលោកម្ចាស់ចូលនេះប្រកាសជាត្រូវគេបោកហើយលោកម្ចាស់ចូលចុះមិនក៏លោកប្រកាសម្លេះថាសិស្សច្បងរបស់លោកនឹងជាមនុស្សពិតអញដឹងទេដើម្បីអញ្ជើញសិស្សច្បងឲ្យចេញមកខ្ញុំត្រូវប្រាក់ខ្សែរយៈអស់ប៉ុន្មានហើយចំណាយលុយអស់ប៉ុន្មានការចំណាយទាំងអស់ហ្នឹងមនុស្សក្រីក្រដូចជាអញសូម្បីតែស្រមៃក៏មិនហ៊ានផងខ្ញុំចំណាយលុយច្រើនបែបនេះតើគាត់អាចខ្លាំងខ្លាយបានយ៉ាងម៉េចមើលទៅលោកម្ចាស់ពិតជាខុសពីពួកយើងដែលជាអ្នករមែងព្រោះសម្រាប់ខ្ញុំអ្វីដែលសំខាន់គឺគុណភាពសមនឹងតម្លៃឧទាហរណ៍ថាខ្ញុំចំណាយតែ100លានក៏អញ្ជើញពួកសានសឹងមកបានដែរចំណែកអញវិញគិតតែពីចង់បានរបស់កាន់តែថ្លៃកាន់តែល្អត្រូវគេបោកលក់បាត់ហើយនៅជួយរាប់លុយឲ្យគេទៀតមិនមែនទេហានៃចាងស៊ីវយ៉ងបងចង់មានន័យថាពួកអ្នកមានចិញ្ចឹមសុទ្ធតែមនុស្សងងមែនទេអើល្អតើពួកឯងចាំមើលទៅចាំដល់កូនសិស្សរបស់សានសឹងមកដល់សិនចាំមើលពួកឯងនៅខ្លាំងបានដល់ពេលណាទៀតបានហើយពួកឯងទាំង3នាក់ចេញទៅក្រៅសិនទៅទុកឲ្យខ្ញុំលេងជាមួយកូនសិស្សសានសឹងនេះឲ្យសប្បាយតែម្ដងចាប់ដើមភ័យហើយមែនទេកូនសិស្សសានសឹងមិនទាន់មកដល់ផងបែរជាបំភ័យពួកបបប្រាស់នេះឲ្យរត់បាត់អស់ទៅហើយមិនមែនទេគឺខ្ញុំខ្លាចថាកូនសិស្សអីរបស់ឯងនឹងពេលឃើញពួកគាត់ហើយខ្លាចតែរត់បាត់ខ្លួនឯងទេតើកូនសិស្សច្បងរបស់សានសឹងមកដល់ហើយកូនសិស្សច្បងមកដល់ហើយលោកគ្រូពេទ្យមកដល់ហើយឯងចាំតែត្រូវខ្មាស់គេទៅចាំមើលអ្នកណាហ៊ានមើលងាយគ្រូរបស់ខ្ញុំលោកគ្រូពេទ្យហ្វូលោកមកដល់ហើយរឿងលុយកក់ដែលខ្ញុំជូនលោកនោះថ្ងៃនេះខ្ញុំមកមិនមែនព្រោះតែលុយកាក់របស់លោកទេគឺខ្ញុំយល់ដល់ទឹកចិត្តគ្រួសារត្រកូលចូលដែលចង់ជួយសង្គ្រោះមនុស្សបើចិត្តមិនស្មោះត្រង់ទោះមានលុយច្រើនប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនចេញមុខជួយដែរយល់ទេបាទយល់ហើយមួយទៀតចំពោះលុយផាកពិន័យទាំងនោះឲ្យជាសាច់ប្រាក់មកខ្ញុំមកពីកាតធនាគាររបស់ខ្ញុំគេកំណត់ចំនួនពេលលុយនឹងណាបាត់ឲ្យតែលោកគ្រូព្រមព្យាបាល
រឿងលុយផាកពីនៃប៉ុន្មានក៏មិនបញ្ហាដែរបើមកដល់ហើយអញ្ចឹងឲ្យខ្ញុំពិនិត្យមើលអាការៈគាត់បន្តិចសិនអូមិនមែនទេលោកគ្រូពេទ្យឥឡូវលោកគ្រូជួយបកស្បែកមុខអាអ្នកបោកប្រាស់តែខ្លាញ់ខ្លួនជាក្រុមសានសឹងនេះសិនមកនរណាហ៊ានដល់ថ្នាក់ហ្នឹងមិនដឹងថាខ្ញុំជាសិស្សផ្ទាល់តែម្នាក់គត់របស់សានសឹងទេអីហ៊ានយកឈ្មោះគ្រូខ្ញុំមកដើរបោកប្រាស់ផងខ្ញុំមិនលើកលែងឲ្យពួកវាដាច់ខាតគឺថាពួកបោកប្រាស់3នាក់នោះត្រូវលោកគ្រូបន្លាចរត់បាត់អស់ហើយតែនៅសល់អាម្នាក់នេះជាមេបោកធំជាងគេវានិយាយពេញមកថាវាជាបងធំរបស់សានសឹងវាច្បាស់ជាមើងងាយលោកគ្រូនិងសានសឹងខ្លាំងណាស់ហើយស្អីគេមិនទាន់ភ្ញាក់ពីដេកមែនទេទោះបីជាយល់សប្តិក៏ដោយក៏គ្មាននរណាហ៊ានយល់សប្តិផ្ដាស់ដូចឯងដែរអត់មែនមកពីខ្ញុំគិតខ្លីពេកមែនតើស្មានតែខ្ញុំខ្លាញ់ខ្លួនជាសិស្សរបស់សានសឹងនឹងវាអស់ទោះហើយតើមិននឹកស្មានថាអ្នកដើរផ្លូវជាមួយគ្នាសាហាវដល់ថ្នាក់នឹងសោះហ៊ានទាំងខ្លាញ់ខ្លួនធ្វើជាបងធំរបស់សានសឹងទៀតសម័យនេះពិតជាជឿនលឿនមែនចុះមិនដឹងថាអ្នកណាកំពុងយល់សប្តិទាំងថ្ងៃទេជួនកាលសម្ដែងជ្រុលពេករហូតបបបានទាំងខ្លួនឯងទៀតល្អណាស់បើឯងចង់រឹងតឹងបែបនេះអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យឯងឃើញថាខ្ញុំពិតជាសិស្សច្បងរបស់លោកម្ចាស់ទាំង3មែនឬអត់ចុះបើខ្ញុំដករបស់នេះចេញមកតើមេតបភឺនឹងដោះស្រាយយ៉ាងម៉េចដែរនេះជាបញ្ជាសាមសឹងតើអ្នកណាឃើញបញ្ជានេះដូចឃើញលោកម្ចាស់ទាំង3តអញ្ចឹងត្រូវហើយនេះពិតជាបញ្ជាសាមសឹងមែនកាលពីមុនពេលម្ចាស់សត្វមានជំងឺធ្ងន់ក្រោយពេលលោកគ្រូព្យាបាលជាហើយទើបត្រូវប្រទានរបស់នេះមកដើម្បីឲ្យអ្នកដែលកាន់បញ្ជានេះមិនថាទៅដល់ខេត្តណាត្រូវតែទទួលស្វាគមន៍តាមពិធីការជាតិសូម្បីតែកងទ័ពការពារព្រំដែនក៏ត្រូវលុតជង្គង់គោរពខ្ញុំជាម្ចាស់ដែរពួកឯងនៅធ្ងន់ធ្វើអីទៀតនេះជាបញ្ជាសាមសឹងជាវត្ថុដែលស្ដេចប្រទានវាមានតម្លៃណាស់សម្រាប់លោកម្ចាស់ទាំង3ហេតុអីវាមកនៅនឹងឯងទៅវិញក៏ដោយសារលោកគ្រូស្រឡាញ់ខ្ញុំខ្លាំងទើបពួកគាត់ប្រគល់បញ្ជានេះឲ្យខ្ញុំជាកាដូតាចាស់ឃើញបញ្ជានេះហើយមិនក៏មិនទាន់លុតជង្គង់ទៀតសម្លៀកបំពាក់ដែលលោកម្ចាស់សៀវស្លៀកមិញនេះខ្ញុំបានឃើញនឹងភ្នែកផ្ទាល់មានតែពួកក្រៃសន្តិទើបធ្វើបែបនេះបានហើយបញ្ជាក្រៃសន្តិក្នុងដៃអញក៏ជារបស់ពិតទៀតចុះសរុបទៅខាងណាពិតខាងណាខ្លាំងខ្លាយទៅបញ្ជាក្រៃសន្តិនេះស្ដេចជាអ្នកប្រទានបើយើងមិនលុតជង្គង់ស្មើនឹងយើងមើងងាយស្ដេចហើយយើងប្រញាប់លុតជង្គង់សំពះទៅចាំផ្លែកខ្ញុំថាហើយកូនចៅកំពេចកំពកដូចឯងមិនហ៊ានបន្លំធ្វើជាសិស្សច្បងក្រៃសន្តិឧតកាត់តាមពិតគឺលួចបញ្ជាក្រៃសន្តិយីមកសោះលួចអីលោកម្ចាស់ឲ្យមួយចាងឲ្យបញ្ជាក្រៃសន្តិនេះសំខាន់ខ្លាំងណាស់គេច្បាស់ជាទុកដាក់វាបានយ៉ាងល្អមិនអាចឲ្យគេលួចបានស្រួលបែបនេះទេលួចរបៀបម៉េចខ្ញុំមិនដឹងទេតែខ្ញុំហ៊ានធានាអាម្នាក់នេះមិនមែនជាសិស្សក្រៃសន្តិដាច់ខាតឯងនៅចង់រឹងតឹងទៀតឥឡូវបញ្ជាក្រៃសន្តិបង្ហាញខ្លួនហើយខាងទីស្នាក់ការកណ្ដាលក៏កំពុងធ្វើដំណើរមកដែរចាំដល់អភិបាលមកដល់ឯងត្រៀមខ្លួនស្លាប់ទៅហ៊ានលួចបញ្ជាក្រៃសន្តិគឺផងខ្ញុំថាអ្នកដែលត្រូវស្លាប់គឺឯងវិញទេដឹងតែថាខ្ញុំអាចផ្ដល់ឱកាសចុងក្រោយឲ្យពួកឯងបានបើឯងចង់ធ្វើជាសិស្សច្បងក្រៃសន្តិក៏ខ្លាំងឡើងអញ្ចឹងខ្ញុំអាចឲ្យកូនចៅខ្ញុំ2 3នាក់ទទួលឯងធ្វើជាសិស្សទាំងបង្ខំចិត្តចុះបើគិតតាមឋានៈវិញឯងគួរតែហៅខ្ញុំមួយម៉ាត់ថាបើថ្ងៃនេះឯងព្រមហៅខ្ញុំរឿងនេះខ្ញុំចាត់ទុកថាអត់មានអីកើតឡើងទេយ៉ាងម៉េចដែរឯងគួរតែហៅខ្ញុំថាលោកអ៊ំគ្រូបើថ្ងៃនេះឯងព្រមហៅរឿងនេះខ្ញុំចាត់ទុកថាអត់មានអីកើតឡើងទេយ៉ាងម៉េចហៅអ៊ំគ្រូមួយម៉ាត់មកមើលទៅឯងកាន់តែខ្លាំធំទៅហើយបើខ្ញុំហៅឯងហ៊ានឆ្លើយអត់មិនក៏មិនហ៊ានមកក្មួយសិស្សហៅអ៊ំគ្រូមួយម៉ាត់មកចាំខ្ញុំស្ដាប់មើលអីយ៉ារឿងបកអាក្រាតឬមិនបកវាមិនសំខាន់ទេអ្វីដែលសំខាន់បំផុតនោះគឺធ្វើឲ្យអាបីអ្នកដែលបន្លំខ្លួននោះបង្ហាញមុខមាត់ពិតចេញមកដល់ពេលនឹងវាមិនអស់លក្ខបាត់ទៅហើយមែនទេប្រញាប់ហៅអាបកប្រាស់ទាំង3អ្នកនឹងចេញមកភ្លាមមកចង់សំភារគ្រូលឿនម្លេះតែឯងនៅមិនទាន់ហៅគ្រូផងហ្នឹងអ្នកប្រុសកុំនិយាយច្រើនឥតប្រយោជន៍ពេកបើខ្លាំងមែនហៅចេញមកបង្ហាញសមត្ថភាពមកមិនក៏ចេះតែអូសក្រឡាបែបហ្នឹងប្រហែលជាបាក់ពួកទាំង3អ្នករបស់ឯងរត់ចោលបាត់អស់ហើយដឹងកុំបារម្ភពួកគេមិនរត់ទៅណាទេបើមិនអីចឹងទេចោលដែលលួចបញ្ជា3ថ្ងៃហ្នឹងតើអ្នកណានឹងមកលាតត្រដាងទៅបញ្ជា3សិនតបកគោសំខាន់សម្រាប់ពួកគាត់ណាអញសាករកមកឲ្យយើងមួយមើលមកពីគេពួកអ៊ីត្រូវបានគ្រូទាំង3ស្រឡាញ់ខ្លាំងណាស់អញ្ចឹងហើយបានជាលោកគ្រូទាំង3សុខចិត្តយករបស់សំខាន់បែបនេះប្រកល់ឲ្យគេនេះហៅថាមនុស្សសេចក្ដីណាគ្រូនឹងសិស្សមនុស្សសេចក្ដីណាគ្រូនឹងសិស្សល្អមើលណាស់តើស្រឡាញ់ខ្លាំងណាស់តើអាបោកប្រាស់នឹងគ្រាន់តែនិយាយពី3ម៉ាត់អញក៏ចេះប្រឌិតរឿងបានវែងឆ្ងាយដែរពិតមែនហើយពួកបោកប្រាស់ចូលចិត្តបោកមនុស្សហ្មងបើមិនប្រញាប់ទេកុំនិយាយរឿងឥតប្រយោជន៍ច្រើនពេកឯងប្រញាប់ហៅអាបោកប្រាស់ទាំង3អ្នកនោះចេញមកភ្លាមអញកំពុងតែភ័យមែនទេចង់ឲ្យគេលាតត្រដាងខ្លាំងណាស់មែនទេបានអញ្ចឹងយើងសម្រេចតាមបំណងឯងបងប្អូនទាំងឡាយចេញមកជួបសិស្សសំណប់របស់ពួកឯងមកល្អយើងចង់ដឹងណាស់ថាអ្នកណាក្លាហានដល់ថ្នាក់នេះហ៊ានមកបន្លំធ្វើជាគ្រូរបស់យើងចង់ដឹងណាស់ថាអ្នកណាក្លាហានដល់ថ្នាក់នេះហ៊ានមកបន្លំធ្វើជាគ្រូរបស់យើងចង់ឃើញណាស់ថាអ្នកណាក្លាហានដល់ថ្នាក់នេះហ៊ានមកបន្លំធ្វើជាសិស្សរបស់យើងចូលថ្មឹងធ្វើអីហ្នឹងប្រញាប់លាតត្រដាងពួកវាទាំង3នាក់ទៅតាមពិតគឺជាឯងសោះ
យកមកឲ្យយើងភ្លាមលោកគ្រូពេទ្យលោកគ្រូពេទ្យលោកគ្រូពេទ្យខ្ញុំខុសហើយខ្ញុំដឹងខ្លួនខុសហើយជប់សិនលោកគ្រូពេទ្យប៊ូលោកកំពុងធ្វើអីហ្នឹងមិនក៏លោកទៅលុតជង្គង់ឲ្យពួកបោកប្រាស់ទាំង3នាក់ហ្នឹងប្រកាសជាដោយសារគុំសិស្សខ្លាំងៗមកជួបគ្រូពេទ្យប្រកាសហើយគុំសិស្សខ្លាំងៗឬមួយក៏អាប៊ូជីប៊ីននេះហ៊ានបន្លំធ្វើជាកូនសិស្សរបស់កំពូលគ្រូទាំង3មែននរណាឲ្យក្បាលវាហ៊ានដល់ថ្នាក់ហ្នឹងស្ទើរតែធ្វើឲ្យពួកយើងចាស់ទាំងពីរនាក់ចាញ់បោកវាទៅហើយបើវាជាកូនសិស្សខ្លាំងៗមែនអញ្ចឹងបញ្ជាត្រីសនេះច្បាស់ជាវាលួចគេមកហើយហ៊ានលួចបញ្ជាត្រីសទុំនេះគ្មិនជាការបន្លំធ្វើជាកូនសិស្សឆ្ងាយណាស់បើមិនប្រយ័ត្នទេអាចនឹងត្រូវប្រហារជីវិតទាំង9ជួរត្រកូលបងធំអាម្នាក់ដែលបន្លំធ្វើជាកូនសិស្សយើងហើយហ៊ានលួចបញ្ជាត្រីស្រីម្នាក់នេះតើបងចង់ចាត់ការវាយ៉ាងម៉េចលោកពិតជាម្ចាស់បញ្ជាត្រីស្រីមែនហ្នឹងវាមិនអាចទៅរួចទេអញដឹងទេបើបាញ់មិញអញព្រមហើយយើងថាបុលោកអ៊ំគ្រូពេលនេះអញខ្លាចជាកូនសិស្សរបស់កំពូលគ្រូទាំង3បាត់ទៅហើយឱកាសឡើងឋានសុខបែបនេះអញបែរជាមិនចេះចាប់យកហាលោកគ្រូខ្ញុំខុសហើយគឺមកពីខ្ញុំមានភ្នែកតែមើលមិនស្គាល់មនុស្សអស់ចាស់អញស្ដាយក្រោយក៏ហ៊ូពេលដែរលើកលែងទោសឲ្យខ្ញុំផងលោកគ្រូអើយឱកាសខ្ញុំធ្លាប់ឲ្យអញម្ដងរួចហើយគឺអញខ្លួនឯងទេដែលមិនចេះចាប់យកកុំមកបន្ទោសខ្ញុំឲ្យសោះឥឡូវនេះផ្ស្តាំងដែលអញលួចត្រាទាំង3គឺនៅទីនេះចាំតែស្លាប់ទៅលោកគ្រូពេទ្យជួយខ្ញុំផងគិតដល់រឿងល្អដែលពួកយើងធ្លាប់មានពីមុនមកផងជួយសង្គ្រោះខ្ញុំផងឯងនៅមានមុខមកនិយាយរឿងពីមុនទៀតអីឬមួយក៏លោកម្ចាស់ទាំង3ស្គាល់អាបោកប្រាស់ម្នាក់នេះពីមុនមកកាលឆ្នាំនោះព្រឹកធ្លាក់ខ្លាំងបិទភ្នំខ្ញុំបានជួយមនុស្សម្នាក់នៅមុខទ្វារភ្នំគេបានសន្លប់នៅមុខទ្វារនោះខ្ញុំបានមើលថែគេយ៉ាងដិតដល់សង្ឃឹមថាគេនឹងជាសះស្បើយហើយចុះពីភ្នំទៅវិញស្មានតែជារឿងល្អមួយទៅហើយតែអ្នកណាទៅដឹងពេលជួបគ្នាម្ដងទៀតគេបែរជាយកឈ្មោះពួកយើងទៅដើរបោកប្រាស់គេអញទៅវិញមែនហើយការនោះពួកយើងឃើញគេស្លូតត្រង់ទើបពេលព្យាបាលរៀបសំណាំពួកយើងមិនដែលលាក់បាំងគេឡើយមិននឹកស្មានថាគេលួចរៀនចំណេះដឹងបន្តិចបន្តួចនេះហ៊ានចុះពីភ្នំទៅដើរព្យាបាលគេឯងនេះវាដូចជាយកជីវិតមនុស្សមកលេងសើចអញ្ចឹងអ្វីដែលនឹកស្មានមិនដល់ជាងនេះទៀតនោះគឺគេហ៊ានដល់ថ្នាក់នេះហ៊ានលួចទាំងត្រាទាំង3នេះពេលចុះពីភ្នំទៅទៀតមិនគួរណាពួកយើងទាំង3ខំថែទាំវាសោះស្មានមិនដល់ថាវាជាមនុស្សមកគុណបែបនេះគួរឲ្យស្ដាយណាស់ពិតជាគួរឲ្យស្ដាយមែនឱកាសល្អក៏មករកបានបែបនេះបើមិនចេះចាប់យកក៏ហីទៅចុះតែបែរជាមកធ្វើរឿងអសិលធម៌បែបនេះទៅវិញពិតជាចង្រៃមែនលោកគ្រូពេទ្យខ្ញុំខុសហើយខ្ញុំដឹងកំហុសហើយលោកគ្រូពេទ្យជួយបងប្រុសខ្ញុំផងចុះអាបោកប្រាស់ម្នាក់នេះត្រូវចាត់ការវាយ៉ាងម៉េចដេញវាចេញទៅហើយលុបឈ្មោះវាចេញពីមជ្ឈដ្ឋាននេះរហូតទៅលោកគ្រូពេទ្យលោកគ្រូខ្ញុំខុសហើយខ្ញុំដឹងកំហុសហើយអ្នកប្រុសជើអញរកគ្រូពេទ្យបោកមកចង់ឲ្យខ្ញុំរៀបការជាមួយដើម្បីលើកត្របាក់ត្រកូលស៊ីមែនទេអញកំពុងតែយល់សប្តាហ៍ទាំងថ្ងៃហើយអញរកអ្នកបោកមកមែនទេចុះទោះបីជាលោកចាំងរកបានកំពូលគ្រូពេទ្យពិតប្រាកដមកក៏យ៉ាងមិនដែរមិនមែនធ្វើឲ្យដារបស់នាងអ៊ូតឈាមដែរហ្នឹងខ្ញុំមើលទៅជំងឺដារបស់នាងមើលមិនជាដាច់ខាតចាំតែដារបស់នាងងាប់ទៅត្រកូលសៀវគ្មានអ្នកបង្គោលគង់តែត្រូវត្រកូលចូលរបស់អញតាមលេបត្របាក់បន្តិចម្ដងមិនខានហានាងឯងលោកតាដឹងខ្លួនហើយនេះមានរឿងអីហ្នឹងជំងឺរបស់លោកម្ចាស់សៀវនេះសន្សំទុកច្រើនឆ្នាំមកហើយវាមានឈាមខ្មៅកស្ទះនៅក្នុងខ្លួនឥឡូវនេះឆ្នាំរបស់ខ្ញុំបានបញ្ចេញឈាមខ្មៅនោះអស់ហើយមើលទៅសុខភាពលោកតាឆេវពីថ្ងៃនេះទៅប្រកាសជាលែងអីហើយលោកម្ចាស់ទាំង3មានគុណសង្គ្រោះជីវិតខ្ញុំថេងរកអ្វីប្រៀបមិនបានសូមទទួលការគោរពពីខ្ញុំផងបើចង់អរគុណទៅអរគុណបងធំខ្ញុំទៅបើគ្មានគាត់ពួកយើងក៏មិនបានមកជួយលោកដែរអ្នកដែលអាចធ្វើជាបងធំរបស់លោកម្ចាស់ទាំង3បានស្មានតែជាមនុស្សចាស់មានវិជ្ជាខ្ពស់មិននឹកស្មានថានៅក្មេងហើយពូកែបែបនេះសោះបងធំក្នុងពេលដែលលោកតាជាវជាសះស្បើយហើយពួកយើងសុំលាទៅមុនសិនហើយអរគុណបងអូនដែលហត់នឿយហើយអបអរសាទរលោកម្ចាស់ជាវដែលមានសុខភាពល្អដូចដើមពួកយើងចាស់ទាំងពីរនាក់ក៏សុំលាដែរលាសិនហើយពិតជាវីរបុរសការចេញពីយុវជនមែនមិនដឹងថាលោកយ៉ែងមានគូស្រករហើយឬនៅទេបាទពេលដែលចៅស្រីឃើញរបស់ខ្ញុំក៏នៅទំនេរដែរលោកយ៉ែងមានគុណធំធេងណាស់ខ្ញុំចង់លើកចៅស្រីឲ្យរៀបការជាមួយលោកយល់យ៉ាងម៉េចដែរលោកតាមិនក៏លោកតានិយាយបែបហ្នឹងស្មានតែខ្ញុំជាមនុស្សស្រួលមែនទេហាអូយមែនហើយលោកតាខ្ញុំមិនទាន់បានត្រៀមខ្លួនអីផងតោះទៅបោះបង់ទៅអ្នកនាងដឹងតើថាខ្ញុំស្រឡាញ់អ្នកនាងចង់មកឌឺដងដាក់ខ្ញុំមែនទេអ្នកចៃសម្លាញ់គេស្រឡាញ់គ្នាចុះវាពាក់ព័ន្ធអីនឹងឯងចេះដឹងរឿងគេពេកហើយឯងអូមែនហើយក្រោយពេលអញរៀបការជាមួយចៅស្រីយើងហើយ
យើងនឹងប្រគល់មុខរបរតកូសៀវទាំងអស់ឲ្យឯងជាអ្នកមើលការខុសត្រូវទាំងអស់អញត្រូវតែជួយពង្រីកមុខរបរតកូសៀវឲ្យកាន់តែរីកចម្រើននិងរឹងមាំណាស់អាជីវសាវតាំងពីដើមមកគឺវាចង់បានឈិងនឹងមុខរបរតកូសៀវនឹងឯងឥឡូវលោកតាគ្រប់គ្រងខ្ញុំពេញទំហឹងបែបនេះអាជីវសាវច្បាស់ជាខឹងបែកទ្រូងស្លាប់មិនខានកុំបារម្ភរឿងផ្សេងខ្ញុំមិនហ៊ានធានាទេប៉ុន្តែរឿងកំចាត់តកូសៀវខ្ញុំធ្វើបានច្បាស់ណាស់បានចាំមើលទៅជប់សិនអ្នកប្រុសជាប្រហែលជាភ្លេចរឿងអីម្យ៉ាងហើយដឹងរវាងពួកយើងនៅមានការភ្នាល់គ្នាណាអំបញ្ញមិញខ្ញុំបានអញ្ជើញលោកគ្រូសានសឹងពិតប្រាកដមកហើយអញ្ចឹងតាមការភ្នាល់តើខ្ញុំគួរតែសុំឲ្យអ្នកប្រុសជាហាមាត់ហើយវាបំបត្តិមិញឲ្យអស់ពីមាត់តែម្ដងទៅអញហ៊ានអីអ្នកប្រុសជាហ៊ានភ្នាល់ត្រូវហ៊ានចាញ់កុំឲ្យខ្ញុំមើលងាយអ្នកប្រុសឲ្យសោះសៀវឈីងអញបិទមាត់ទៅឆាប់ចេញមុខការពារវាខ្លាំងម្ល៉េះមីស្រីថោកទាបអញបិទមាត់ឲ្យចិត្តទៅណែជីងជួយនិយាយជំនួសខ្ញុំវាតាក់ទងអីនឹងអញបើពួកអញហ៊ានប៉ះពាល់ខ្ញុំនឹងធ្វើឲ្យពួកអញទាំងពីរនាក់នេះរួមមិនបានស្លាប់មិនរួមមិនខានល្អតាចាំមើលថាអញនឹងធ្វើឲ្យខ្ញុំរួមមិនបានស្លាប់មិនរួចយ៉ាងម៉េចទៅមើលចាំមើលលើកមុនដកថ្មិញមួយណាទៅអីលើកនេះដកចេញពីថ្មិញនឹងទៀតទៅចុះកុំមកចិត្តខ្ញុំអ្នកណាហ៊ានប៉ះថ្មិញចៅប្រុសរបស់ខ្ញុំឥឡូវមិនអីទេមែនទេលោកតាមិនក៏លោកតាមកទីនេះបើខ្ញុំមិនមកទេប្រហែលជាគ្រូសាយើងត្រូវគេធ្វើបាបអស់ហើយមនុស្សក្មេងអញពូកែមិនធម្មតាទេដំបងអញបោកយកលុយពីក្រុមហ៊ុនហិរញ្ញវត្ថុកោជរបស់ខ្ញុំឥឡូវអញនៅមករ៉ាំងខ្ញុំមិនឲ្យលេបត្របាក់ត្រកូសៀវទៀតអញដឹងទេថាអ្នកដែលតាំងនឹងត្រកូជរបស់ខ្ញុំមានលទ្ធផលយ៉ាងណាត្រកូជរបស់ពួកអញធ្វើរឿងអាក្រក់គ្រប់សពបើមិនតាំងជាមួយពួកអញទេក្នុងចិត្តខ្ញុំមិនសុខឡើយអញពូកែវត្តមាត់ណាស់ប៉ុន្តែមិនយូរទេខ្ញុំនឹងឲ្យអញដឹងពីលទ្ធផលនៃការតាំងជាមួយត្រកូជយើងលោកមេតបជើចាំងយានឥឡូវជាចៅប្រាសាទត្រកូសៀវរបស់យើងហើយបើលោកចង់ប៉ះពាល់គេលោកត្រូវសួរខ្ញុំសិនថាខ្ញុំយករំឬអត់មកហើយមិនខុសបំណងដែលខ្ញុំជួយគាត់សោះគាត់ពិតជាខ្លាំងមែនបងប្រុសសៀវលើកមុនពេលជួបលោកនៅដេកដកដង្ហើមញាប់លើក្រែពេទ្យនៅឡើយទេស្មានមិនដល់ថាអញឆាប់ជាម្លេះមើលចុះនៅរស់រវើកតែម្ដងពិតជាគួរឲ្យអបអរមែនកុំមកសំដែងនៅមុខខ្ញុំអីខ្ញុំនឹងប្រើកម្លាំងត្រកូសៀវទាំងអស់ទោះត្រូវវាគ្នាឲ្យខ្ទេចទាំងសងខាងក៏ដោយក៏អញកុំសង្ឃឹមថាបានប៉ះពាល់គេសំបីតែមួយចុងក្រចកបងប្រុសសៀវកុំអើប្រញាប់ខឹងអីគ្រូសាយើងទាំងពីរនៅក្រុងអ៊ីនតូនេះមានអំណាចស្មើគ្នាទេខ្ញុំក៏មិនចង់លេងដល់ថ្នាក់ស្លាប់រស់ជាមួយបងដែរឯចៅប្រសាដ៏ល្អរបស់បងម្នាក់នេះបែរជាមានឈ្មោះក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនរបស់ខេត្តជាងយើងទៅវិញគេដើរបង្កើតបាក់ពួកហើយជំពាក់បំណុលមិនសមទៀតគេទៅបានសាលាខេត្តកំណត់ថាជាពួកបាសង្គមហើយបើបងហ៊ានការពីគេនោះស្មើនឹងប្រឆាំងជាមួយសាលាខេត្តហើយហាចាំងយូមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សាលាខេត្តហើយអញចាំតែញាប់ទៅមិនមែនចង់ដកថ្មិញអញទេអីមកពួកបាសង្គមអីមនុស្សត្រឹមត្រូវដូចខ្ញុំទៅជាពួកបាសង្គមបានយ៉ាងម៉េចនេះច្បាស់ជាការមួយបង្កើតនិយាយដេកដាក់សុខសាន្តពួកអញចាប់ប្រកាន់ខ្ញុំតាមមានភស្តុតាងអីបងធំពួកខ្ញុំមកយឺតបន្តិចតើឲ្យកាប់ម្នាក់ណាបងធំពួកខ្ញុំមកយឺតបន្តិចតើឲ្យកាប់ម្នាក់ណាចង្រៃមែនមកចំពេលល្អណាស់ប្រញាប់ទៅតាមពិតខ្ញុំមិនទាន់មានភស្តុតាងអីមែនតែបាក់ពួកឯងល្ងងដូចជ្រូកអញ្ចឹងឆ្លើយសារភាពខ្លួនឯងបាត់អញពិតជាពួកបាត់សង្គមមែនបើខ្ញុំថាអត់តាឯងជឿអត់ហាខាងសាលាខេត្តគេកំណត់ថាឯងជាពួកបាត់សង្គមហើយមែនឬមិនមែនវាមិននៅលើឯងទៀតទេទោះរបស់ត្រកូលស៊ូគ្មានអ្វីត្រូវដោះសារទេប៉ុន្តែឯងដឹងស្រាប់ហើយមនុស្សដូចខ្ញុំគ្មានអីច្រើនទេក្រៅពីមានកូនចៅច្រើនបន្តិចតែឯងអាចធ្វើអីខ្ញុំបានតើការពី100000នាក់របស់សាលាខេត្តមកដល់ហើយគឺដើម្បីកម្ចាត់ពួកបាត់សង្គមឲ្យអស់ទោះមានកូនចៅច្រើនយ៉ាងណាក៏ទប់ទល់ជាមួយកងទ័ពមិនឈ្នះដែរមកហើយសូម្បីតែទ័ពសន្សុកក៏មកដែរមែនទេមិនស្រួលទេចាំបន្តិចទៀតត្រូវឲ្យកូនចៅធំមកហើយលោកម្ចាស់អ្នកចេះមើលកាលៈទេសៈទើបជាអ្នកខាងកម្លាំងរបស់សាលាខេត្តយើងទប់មិនឈ្នះទេលោកប្រញាប់កាត់ដាច់ទំនាក់ទំនងជាមួយចាំងមីនទៅបើមិនអញ្ចឹងទេនឹងហួសពេលហើយធ្វើបែបនឹងមិនកើតចាំងយានមានគុណលើពួកយើងឥឡូវគេកំពុងមានទប់គ្រូសាយើងមិននឹងអាចឈោមមើលបានតាចាស់ម្នាក់នេះដឹងខុសត្រូវគ្រាន់បើចាំមើលគាត់សិនបើគាត់ទប់មិនជាប់ទេចាំខ្ញុំហៅកូនចៅធំមកជួយសៀវស៊ីឡាំងអញត្រូវមើលកាលៈទេសៈឲ្យច្បាស់នេះជាបញ្ជីផ្ទាល់ពីសាលាខេត្តឲ្យមកចាប់ខ្លួនយ៉ាងយួនបើអញនៅតែរឹងតឹងការពារវាទៀតគឺមួយតកូជាមិនមើលសាលាខេត្តក្នុងកែបភ្នែកទេសាលាខេត្តខ្ញុំពិតជាគោរពប៉ុន្តែដីការចាប់ខ្លួនក្នុងដៃអញនេះតើអ្នកណាហ៊ានធានាថាវាមិនមែនជារបស់ខ្លាំងៗគ្រាន់តែក្រដាសកំទេចមួយសន្លឹកក្នុងដៃអញចង់ឲ្យត្រកូលជាអន់ក្បាលឲ្យមែនទេចុះបើជាខ្ញុំវិញអភិបាលខេត្តជែងលោកដេវគោរពលោកអភិបាលខេត្តគោរពលោកម្ចាស់បាក់លោកអភិបាលខេត្តមិនក៏លោកអញ្ជើញមកដល់ទីខ្ញុំមិនមកខេត្តជាងនេះច្បាស់ជាប្រឡាប់ចាក់អស់ហើយអភិបាលខេត្តជាងមកមែនតើ
ចម្លែកណាស់ខ្ញុំមិនដែលស្គាល់គាត់ផងហេតុអីគាត់ចង់មករករឿងខ្ញុំអីចឹងលោកអភិបាលខេត្តជនល្មើសនៅកន្លែងក្រោមដីនោះឯងប្រញាប់ចេញបញ្ជាទៅចាប់ខ្លួនវាភ្លាមទៅចាំបន្តិចលោកអភិបាលខេត្តទៅមានរឿងមួយដែលខ្ញុំឆ្ងល់ខ្លាំងណាស់លោកមានការងាររវល់រាប់មិនអស់មិនក៏សុកនឹកឃើញមកដល់កន្លែងតូចតាចដូចជាងហៅនេះដើម្បីមកចាប់មនុស្សកំពេចកំពុកដូចជាខ្ញុំអីចឹងឯងជាស្អីគេហ៊ានមកសួរដេញដល់លោកអភិបាលខេត្តផងមិនអីទេសាលាខេត្តយើងធ្វើការតាមច្បាប់ទម្លាប់ត្រឹមត្រូវទោះជាអ្នកទោសក៏ដោយក៏យើងនៅតែផ្ដល់សិទ្ធិឲ្យគេបកស្រាយដែរយល់ទេលោកអភិបាលពិតជាមានចិត្តមេត្តាខ្ពង់ខ្ពស់ណាស់យានសានឯងនិយាយស្អីហ្នឹងបានហើយឥឡូវខ្ញុំប្រាប់អញថាហេតុអីបានជាត្រូវចាប់ខ្លួនឯងព្រោះមិនថាអំណាចធំប៉ុណ្ណាក៏ដោយឲ្យតែបង្កភាពវឹកវរដល់ស្ថិរភាពខេត្តក្នុងនាមខ្ញុំជាអភិបាលខេត្តខ្ញុំមានភារកិច្ចត្រូវតែចាត់ការនិយាយដោះសារបានស្ទាត់មាត់ល្អណាស់តើចុះលោកអភិបាលដឹងបានយ៉ាងម៉េចថាខ្ញុំបង្កភាពវឹកវរដល់ខេត្តទាំងមូលនោះក្រុមបងធំរបស់ឯងជំពាក់លុយគេមិនសងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុងយ៉ាងធ្ងន់ធ្ងរប៉ុណ្ណឹងមិនទាន់គ្រាន់ទៀតអីចុះលោកអភិបាលដឹងទេថាក្រុមហ៊ុនហេរ៉ាញ់វត្ថុរបស់តកូចៅបញ្ចេញកម្ចីយ៉ាងច្រើនហើយលួចដាក់ការប្រាក់បង្កប់យ៉ាងសាហាវមិនដឹងជាធ្វើបាបមនុស្សអស់ប៉ុន្មានទេរហូតដល់អ្នកខ្លះត្រូវរលាយអស់ទ្រព្យសម្បត្តិក្រុមហ៊ុនរកស៊ីគ្មានធម៌មេត្តាបែបហ្នឹងមិនមែនកំពុងតែបំផ្លាញផលប្រយោជន៍ក្រុមយន្តជើទាំងមូលទេអីថ្លើមធំណាស់ហ៊ានមកចោទប្រកាន់ក្រុមហ៊ុនលោកអភិបាលថាជាក្រុមហ៊ុនខូចអញ្ចឹងផងអញចង់ងាប់មែនទេក្រុមហ៊ុនរបស់លោកអភិបាលតើអាភ្លើឯងនិយាយឈួតស្អីហ្នឹងខ្ញុំឆ្ងល់ថាហេតុអីសុកលោកអភិបាលមកដល់ទីនេះតាមពិតក្រុមហ៊ុនស្មោកគ្រោកទាំងនេះសុទ្ធតែជារបស់គាត់សោះត្រកូលចៅគ្រាន់តែជាឈ្មោះរបស់គាត់ប៉ុណ្ណោះបានជា2ឆ្នាំនេះត្រកូលចៅស្រាប់តែឡើងកូតខ្លាំងម្ល៉េះហ៊ានមកប្រជែងជាមួយខ្ញុំទៀតតាមពិតមានលោកអភិបាលនៅពីក្រោយខ្នងសោះឯងខ្ញុំនិយាយច្រឡំទេក្រុមហ៊ុនទាំងនេះគឺខ្ញុំជាអ្នកបង្កើតទាំងអស់មិនពាក់ព័ន្ធជាមួយលោកអភិបាលទេអាភ្លើពិតមកទៅកាន់តែបកស្រាយកាន់តែខូចការអស់ហើយអូតាមពិតលោកអភិបាលខំប្រមូលគ្នាផ្អើលមេឃផ្អើលដីបែបនេះមិនមែនដើម្បីសន្តិសុខសង្គមអីទេគឺមកពីមានគេប៉ះពាល់ផលប្រយោជន៍ខ្លួនឯងសោះកុំមកនិយាយផ្ដេសផ្ដាសក្រុមហ៊ុនទាំងនោះជារបស់តកូលជិតខ្ញុំទាំងអស់មិនពាក់ព័ន្ធអីជាមួយលោកអភិបាលបន្តិចណាឡើយខំប្រឹងដោះសារឲ្យលោកអភិបាលម្លេះបើអញ្ចឹងមានន័យថាអញព្រមទទួលស្គាល់ហើយមែនទេថាពួកអញរកស៊ីខុសច្បាប់ហើយអ្នកដែលបំផ្លាញសន្តិសុខសង្គមពិតប្រាកដគឺរូបអញនឹងមែនទេឯងក្នុងពេលដែលអាភ្លើនេះនិយាយបែកការអស់ទៅហើយខ្ញុំក៏មិនបាច់លាក់បាំងទៀតដែរនិយាយឲ្យត្រង់ទៅចាំងយានអញជំពាក់លុយមិនសងថែមទាំងហ៊ានប៉ះពាល់ផលប្រយោជន៍ខ្ញុំទៀតថ្ងៃនេះអញនឹងកូនចៅឯងកុំសង្ឃឹមថារួចខ្លួនឲ្យសោះលោកម្ចាស់បង្ហាញខ្លួនលឿនដល់ហើយលោកមិនខ្លាចទេអីបើរឿងថ្ងៃនេះត្រូវគេដឹងពីដល់ខាងក្រៅតំណែងលោកច្បាស់ជាមិនរឹងមាំទេបើចង់ឲ្យរឿងនេះបែកធ្លាយលុះត្រាតែអ្នកនៅទីនេះម្នាក់ខ្លាចជាខ្មោចអស់ទៅបែបនេះគ្មានអ្នកណាដឹងឡើយមែនទេបើចង់ឲ្យរឿងនេះបែកធ្លាយលុះត្រាតែអ្នកនៅទីនេះម្នាក់ខ្លាចជាខ្មោចអស់ទៅបែបនេះគ្មានអ្នកណាដឹងឡើយមែនទេមិនហើយលោកម្ចាស់ទាំងឡាយឲ្យពួកគេបិទមាត់ឲ្យចិត្តទៅហាហាទេមិនមែនទេលោកម្ចាស់ពួកយើងនៅទុកតែមួយទេណាពួកឯងដឹងអាចកំបាំងយើងច្រើនណាស់បើឲ្យពួកឯងចេញទៅយើងមិនស្ងប់ចិត្តទេថយចេញទៅថយចេញលោកម្ចាស់ចូលឈូកុំអីលោកម្ចាស់ចូលឈូអភិបាលម្នាក់នេះពិតជាសាហាវយងក្នុងមែនមិនបានទេខ្ញុំត្រូវប្រញាប់ឲ្យកូនចៅមកហើយអភិបាលនេះខ្លាំងដល់ថ្នាក់ហ្នឹងក៏តែឲ្យកូនចៅលំដាប់កំពូលទៅបង្ក្រាបបានដំណើរការខ្ញុំចង់បានកូនចៅលំដាប់តម្លៃដោះសោកូនចៅលំដាប់កំពូលគឺ 10,000 លានតើលោកចង់ដោះសោដែរឬទេមកហើយច្រើនម្លេះពេលនេះខ្ញុំមានលុយឯណាទៅមើលកូនចៅកម្រិតខ្ពស់សិនទៅចុះប្រព័ន្ធជួយរើសឲ្យខ្ញុំម្នាក់មកសូមកូនចៅលំដាប់ខ្ពស់ណាដែលអាចបង្ក្រាបអភិបាលខេត្តម្នាក់នេះបានអតីតអភិបាលខេត្តដែលចូលនិវត្តន៍ហើយនឹងតើអាចបង្ក្រាបអភិបាលខេត្តថ្មីនេះបានទេចាងយានអញផ្លឹកស្អីហ្នឹងឪពុកកូនត្រកូលចៅត្រូវគេចាប់យកទៅបាត់ហើយបន្ទាប់មកគឺដល់វេនអញហើយមិនខ្វល់ទេយកម្នាក់នេះចុះទៅចាប់វាចេញទៅឲ្យឆ្ងាយខ្ញុំជំពាក់លុយអញប៉ុន្មានខ្ញុំនឹងសង្វេគទាំងអស់សូមអង្វរលេងគាត់ទៅកុំបារម្ភនាងក៏រត់មិនរួចដែរទៅកូនសិស្សអញកំពុងធ្វើស្អីហ្នឹងអាកូនចង្រៃអញកំពុងធ្វើស្អីហ្នឹងលោកប៉ាមិនក៏លោកអញ្ជើញមកទីនេះបើខ្ញុំមិនមកអញច្បាស់ជាធ្វើភ្លៀងពេញខេត្តនេះមិនខានអតីតអភិបាលខេត្តមកដល់ហើយល្អណាស់លោកអភិបាលចាស់ជាមនុស្សយុត្តិធម៌បំផុតគាត់ច្បាស់ជាស៊ើបអង្កេតរឿងនេះឲ្យច្បាស់មិនខានហាហាពួកយើងមានសង្ឃឹមហើយនឹកស្មានមិនដល់ថាកូនចៅដែលចូលនិវត្តន៍របស់ខ្ញុំម្នាក់នេះបែរជាត្រូវជាឪពុករបស់អភិបាលខេត្តបច្ចុប្បន្នទៅវិញលើកនេះមានរឿងល្អមើលហើយមើលទង្វើដែលអញបានធ្វើចុះទើបតែប្រកួតតំណែងឲ្យភ្លាមអញបែរជាខូចខើដល់ថ្នាក់ហ្នឹងមិនត្រឹមតែគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនថែមទាំងហ៊ានសម្លាប់មនុស្សដេកដាទៀតពួកវាបង្ខំខ្ញុំទេតើបើខ្ញុំមិនសម្លាប់ពួកវាចោលបើរឿងនេះបែកធ្លាយទៅក្រៅតំណែងអភិបាលរបស់ខ្ញុំច្បាស់ជាមិនចប់ទេអាម្នាក់នេះមិនបានការមែនមិនមែនខ្ញុំធ្លាប់ប្រដែងហើយទេអីបើអញចេះធ្វើខ្លួនឲ្យល្អសាំងស្នាដៃខ្លះបើអញធ្វើបានតាមនឹងតើវាខ្លាចជាបែបហ្នឹងទេគេថាអតីតអភិបាលម្នាក់នេះធ្វើការត្រឹមត្រូវណាស់មិនដែលយកសាច់ញាតិទេមើលទៅពិតជាដូចគេថាមែន
គ្មានអ្នកណាអាចសូកប៉ាន់គាត់បានឡើយលោកពុកស្ដាប់ខ្ញុំសិនរឿងខ្ញុំលួចបើក្រុមហ៊ុនខុសច្បាប់វាជាការពិតតែអាយ៉ែងយួនវាមិនព្រមសងលុយតើវាមិនខុសទេអីឥឡូវវាមិនសងតើវាខុសដែរទេលោកពុកនិយាយអីហ្នឹងជំពាក់គេត្រូវតែសងវាជារឿងធម្មតាតើហើយម្យ៉ាងទៀតអាយ៉ែងយួនជំពាក់លុយរាប់រយលានឯណោះបើអ្នកផ្សេងមិនសងគឺវាខុសហើយតែបើវាជាអ្នកមិនសងខ្ញុំថាវាមិនខុសគឺវាមិនខុសទេអតីតអភិបាលដែលធ្លាប់តែយុទ្ធធរបែរជាមកជួយកាន់ជើងអាយ៉ែងយួនទៅវិញលោកពុកកូនមានតែម្នាក់គត់ណាទោះបីជាកូនមិនបានការយ៉ាងណាក៏ដោយក៏លោកពុកមិនគួរទៅកាន់ជើងអ្នកក្រៅដែរអាយ៉ែងយួននឹងវាចង់ប្រឆាំងជាមួយកូនណាអញជាស្អីទៅអញមានអីទៅប្រៀបជាមួយគេខ្ញុំពិតជាស្ដាយក្រោយណាស់ដែលបង្កើតឯងមកឲ្យខាត់តែបាយបែបនេះចំណែកណាស់ត្រកូលស៊ុនក៏មានទំនាក់ទំនងជាមួយលោកម្ចាស់ចាស់ដែរលោកអភិបាលគឺជាកូនប្រុសដែលលោកម្ចាស់ចាស់ពេញចិត្តបំផុតទោះបីជាឥឡូវគាត់ធ្វើខុសបន្តិចបន្តួចក៏ដោយក៏លោកម្ចាស់ចាស់មិនគួរធ្វើដាក់គាត់ដល់ថ្នាក់នឹងដែរលោកពុកហេតុអីបានជាលោកពុកការពារអាម្នាក់នឹងម្លេះកូនជាកូនប្រុសដ៏ល្អបំផុតរបស់លោកពុកណាលោកពុកមិនអាចធ្វើដាក់កូនបែបហ្នឹងទេពិតមកទៅបើចង់បន្ទោសគឺបន្ទោសខ្លួនឯងដែលទៅប៉ះពាល់មនុស្សមិនគួរដណ្ដឹងកាលពីមុនអញជាកូនដែលខ្ញុំមោទនភាពបំផុតតែឥឡូវអញគឺជាភាពអាម៉ាស់បំផុតក្នុងជីវិតខ្ញុំចាងយានតើអញប្រើល្បិចអីដាក់លោកពុកខ្ញុំបានជាគាត់ធ្វើដាក់ខ្ញុំបែបហ្នឹងកុំមកចង់លេងល្បិចឲ្យសោះខ្ញុំអត់បានធ្វើអីផងហ្នឹងមកពីលោកប៉ាអញស្ម័គ្រចិត្តខ្លួនឯងតាមពិតទេវាមិនអាចទៅរួចទេលោកពុកខ្ញុំមិនអាចធ្វើដាក់ខ្ញុំបែបហ្នឹងដោយគ្មានហេតុផលទេតើអញនៅលាក់បាំងអត្តសញ្ញាណអីទៀតតើអញជាអ្នកណាឲ្យប្រកាសអត្តសញ្ញាណសម្ងាត់របស់ខ្ញុំអូយបើចង់ដឹងសួរឪពុកឯងទៅតើគាត់ជាអ្នកណាឲ្យប្រកាសទៅសូម្បីតែខ្លះកាយក៏មិនស៊ីកូនឯងដែរបើលោកប៉ាហ៊ានរុញខ្ញុំចូលរណ្ដៅភ្លើងនៅថ្ងៃនេះខ្ញុំនឹងបោកក្បាលសម្រាប់ខ្លួននៅទីនេះឲ្យមើលទៅប្រញាប់ឡើងបើអស់កូនប្រុសម្នាក់អាចបង្កើតថ្មីបានទៀតតែបងធំរបស់ខ្ញុំមានតែម្នាក់គត់បងធំសូមបងទទួលការគោរពពីខ្ញុំផងសូមទទួលការសំពះពីប្អូនម្នាក់នេះផងបងធំបងស្រីតើបងកំពុងធ្វើអីហ្នឹងហេតុអីលោកម្ចាស់លុតជង្គង់ឲ្យក្មេងមិនទាន់ដុះរំម្នាក់ហ្នឹងថែមទាំងហៅវាថាបងធំទៀតលោកអភិបាលដែលធ្លាប់តែសេចក្រិតបែរជាមកហៅចៅប្រសាខ្ញុំថាបងធំទៅវិញវាមិនអាចទៅរួចទេដងទូប្អូនប្រុសឆាប់ក្រោកឡើងអាយុច្រើនហើយកុំធ្វើចរិតដូចក្មេងលេងផ្ទះបាយពេកមិននឹកស្មានថាចៅប្រសាខ្ញុំម្នាក់នេះមិនត្រឹមតែជាបងធំរបស់សានសឹងទេតែថែមទាំងជាបងធំរបស់លោកអភិបាលទៀតក្នុងបង្អែករបស់គេពិតជាមិនធម្មតាមែនអូយលើកនេះខ្ញុំពិតជាបានកំណត់មែនហើយមិននឹកស្មានថាអ្នកមានគុណដែលជួយជីវិតលោកតាបែរជាបងធំរបស់លោកអភិបាលទៅវិញខ្ញុំពិតជាមើលមនុស្សមិនខុសមែនមិនអាចទេវាមិនអាចទៅរួចដាច់ខាតខ្ញុំច្បាស់ជាកំពុងយកសັບហើយសុទ្ធតែជារឿងคล้ายៗទាំងអស់នេះមិនមែនជាតបទេគេបោកខ្ញុំទាំងអស់អញមិនមែនកំពុងយកសັບទេម្នាក់ដែលនៅចំពោះមុខឯងនេះគឺជាបងធំរបស់ខ្ញុំក្នុងពេលដែលអញហ៊ានប៉ះពាល់គាត់កុំបន្ទោសថាខ្ញុំដាច់ចិត្តសម្រាប់ញាតិខ្លួនឯងឲ្យសោះលែងទៅទាំងអស់នេះជាកំហុសក្មេងទេខ្ញុំសូមអង្វរលើកលែងឲ្យគេម្ដងនេះទៅខ្ញុំមិនហ៊ានទៀតទេអញមកអង្វរខ្ញុំមានប្រយោជន៍អីចង់ឲ្យរួចខ្លួនតតែបងធំខ្ញុំជាអ្នកសម្រេចលោកអ៊ំក្មួយដឹងខុសហើយខ្ញុំពិតជាមិនហ៊ានទៀតទេមកពីក្មួយភ្នែកខ្វាក់មើលមិនស្គាល់លោកអ៊ំសូមលោកអ៊ំកុំប្រកាន់នឹងក្មួយអីមិនអីទេក្មេងណាក៏ធ្លាប់មានពេលខូចដែរដឹងខុសចេះកែគឺជាក្មេងល្អហើយបងធំបងព្រមលើកលែងឲ្យកូនមិនដឹងខុសត្រូវរបស់ខ្ញុំនេះអញ្ចឹងមែនប្អូនប្រុសលោកអភិបាលអ្វីដែលគួរលើកលែងក៏លើកលែងទៅចាំដល់ពេលឯងមានអាយុប្រហែលខ្ញុំឯងនឹងយល់ពីវាដោយខ្លួនឯងក្នុងពេលដែលរឿងរ៉ាវត្រូវបានដោះស្រាយហើយចុះរឿងការងាររវាងឯងនិងចៅស្រីខ្ញុំគួរតែចាប់ផ្ដើមរៀបចំឲ្យហើយទៅមែនទេមិនក៏ភ្លាមម្លេះហាចាំដល់ថ្ងៃបងធំរៀបការខ្ញុំនឹងរៀបចំកម្មវិធីអបអរបងធំឲ្យផ្អើលពេញខេត្តតែម្ដងចាំយានបងដឹងខ្លួនអត់ថាបងរើបានកំណប់ហើយថែមទាំងបានប្រពន្ធមកស្រីទៀតច្បាស់ជាកំណប់ហើយអូនអូយខ្ញុំមិនមែនចង់និយាយរឿងហ្នឹងទេនៃខ្ញុំគឺខ្លួនខ្ញុំនឹងហើយជាកំណប់នោះហើយចុះនិយាយជាមួយបងក៏មិនយល់ដែរចាំដល់ពេលចូលបន្ទប់សំដំណេកទៅបងនឹងដឹងហើយដល់ពេលសំដំណេកនឹងដឹងឬមួយក៏ប្រពន្ធដែលបានមកស្រីម្នាក់នេះចេះលេងស្ទីលប្លែកអីអញ្ចឹងទេដឹងគ្រាន់តែគិតក៏រំភើបដែរអូយនៅអៀនទៀតអូអញ្ចឹងតើស្អែកម៉ោង 9 ព្រឹកពួកឯងទៅចុះសម្បត្តិអាខ្ញុំមិនអាចឲ្យកូនប្រសាពេជ្រម្នាក់នេះរបូតទៅណាទេកុំបារម្ភអីបាទខ្ញុំនឹងទៅឲ្យតាន់ពេលចាំដល់ពេលចូលបន្ទប់សំដំណេកបងនឹងដឹងហើយចាំដល់ពេលសំដំណេកនឹងដឹងអូយច្រើនឆ្នាំមកហើយមិននឹកស្មានថាលើកដំបូងបានឃើញរឿងរំភើបបែបហ្នឹងសោះអីប្រពន្ធទៅណាហើយទេទៅសួរមើលសិនអាឡូអូនដល់ណាហើយជួយអូនផងអាឡូអូនអាឡូប្រពន្ធសម្លាញ់
មានរឿងអីហ្នឹងលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេពីវហើយច្បាស់ជាត្រូវគេចាប់ជំរិតបាត់ហើយតែខ្ញុំត្រូវរកទីតាំងរបស់ជាងឲ្យឃើញសិនប្រព័ន្ធហៅកូនចៅណាដែលចេះទីមកម្នាក់មកបែបហ្នឹងទៅល្អខ្ញុំត្រូវដឹងពីទីតាំងពិតប្រាកដរបស់នាងបានហៅកូនចៅកម្រិតកម្ពុជាលោកគ្រូទេវៈភ្នំលង្ហូរួចរាល់ហើយលោកគ្រូទេវៈលង្ហូម៉ាយ៉យខ្ញុំគ្រាន់តែចង់ដឹងទីតាំងរបស់ជាងអឺសោះប្រើដល់ថ្នាក់ហ្នឹងមិនដូចជាហួសហេតុពេកទេអីបងធំមានការអីហៅខ្ញុំមែនទេអូលោកគ្រូទេវៈជាកូនចៅខ្ញុំប្រពន្ធខ្ញុំត្រូវគេចាប់ជំរិតបាត់ហើយខ្ញុំចង់ឲ្យលោកជួយទីរកទីតាំងរបស់នាងបន្តិចបងធំកុំបារម្ភអីមានខ្ញុំនៅទីនេះធានាថាអ្នកនាងសៀមនឹងមិនអីទេមិនអាគមសុបដីបើភ្នែកទឹកហើយទី2បងធំនៅចម្ងាយ10លីខាងទី2មានវិឡាអាកំបាំងមួយក្នុងព្រៃគឺជាកន្លែងដែលអ្នកនាងសៀមនៅនឹងឯងល្អណាស់លោកគ្រូទេវៈខ្ញុំដឹងហើយចាំរួចរាល់ខ្ញុំនឹងតបស្នងលោកវិញប្រព័ន្ធហៅកូនចៅខ្ញុំទាំងអស់មកហ៊ានប៉ះពាល់មនុស្សស្រីរបស់អញផងអេអញត្រូវតែឲ្យវាស្គាល់ដែរម្ដងហើយតោះបងធំនៅក្នុងវិឡាកណ្ដាលព្រៃនេះខ្ញុំមានអារម្មណ៍ថាមានក្លិនឆ្អាបឈាមម្យ៉ាងរឿងនេះមិនសាមញ្ញទេណាក្លិនឆ្អាបឈាមអាណាចក្របេសាចមែនហើយបើអារម្មណ៍ខ្ញុំមិនច្រឡំទេធម្មពលបេសាចនេះគឺចេញពីស្នាដៃគ្រូមិនអាគមងឹតដ៏ខ្លាំងម្នាក់បើចង់ជួយកញ្ញាឆេវបើគ្រាន់តែជាមនុស្សធម្មតាខ្លាចតែដូចស្រមោចចង់រុញភ្នំទេគ្រូមិនអាគមងឹតចប់ហើយមិនក៏ខ្ញុំទៅប៉ះចំរបស់បែបហ្នឹងទៅវិញចុះឥឡូវធ្វើម៉េចទៅអើមែនតើឥឡូវខ្ញុំមានកូនចៅជាទេវតាហើយតើបើទប់ទល់នឹងពួកអាគមងឹតហ្នឹងគាត់ច្បាស់ជាជំនាញហើយនេះប្អូនប្រុសទេវតាមិនដឹងថាគ្រូមិនអាគមងឹតហ្នឹងលោកអាចទប់ទល់បានទេហាហាហាត្រឹមតែគ្រូមិនអាគមងឹតក៏ពេកកំប៉ុងចាត់វាមិនបាច់ហត់ដល់ចុងរៀមដៃខ្ញុំផងអូយល្អណាស់ចឹងប្រញាប់ទៅលេងខ្ញុំទៅម៉េចនៅចាំឲ្យអាប់ដេតក្មេងរបស់នាងមកជួយទៀតមែនទេប្រាប់ឲ្យដឹងទៅដែលនាងបានខ្លាចជាដង្វាយសម្រាប់គ្រូធំនៅថ្ងៃនេះវាគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់នាងហើយគ្មានអ្នកណាអាចជួយអញបានទេជាវសាវិនហាហាហាមិននឹកស្មានថាឯងធម្មតាឯងមិនដែលរៀនសូត្រអីសោះតែថ្ងៃនេះបែរជាអាចរកគ្រឿងបូជាដ៏ល្អបែបនេះមកឲ្យយើងរាងកាយដ៏វិសេសវិសាលនេះ1000ឆ្នាំទើបមានម្ដងជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់អ្នកហាត់វិទ្យាគ្រាន់តែរងចាំដល់យប់ពេញបូណមីបែបនេះរួចប្រើមន្តអាគមសម្ងាត់សូម្បីតែមន្ត្រីធំក៏មិនអាចទប់ទល់នឹងអំណាចយើងបានដែរហា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 ពួកអាសត្វត្រចានចាងយានគេប្រកាសជាមកជួយខ្ញុំមិនខានពួកឯងចាំតែញាប់ទៅហា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 ចាងយានស្អីគេគួរឲ្យចង់សាច់ណាស់ប្រាប់ឯងឲ្យដឹងទៅចុះទីនេះត្រូវបានរៀបចំដោយមន្តអាគមមេឃដីជាខែការពារដ៏រឹងមាំទោះបីជាចាងយានហៅកូនចាំមកច្រើនយ៉ាងណាក៏ដោយក៏កុំសង្ឃឹមថាអាចឈានជើងចូលទីនេះបានឲ្យសោះនេះជាវិជាសម្ងាត់របស់ភ្នំលង្ហូយើងកុំថាឡើយពួកកាកសំណល់ទាំងនោះសូម្បីតែអ្នកមានវិជាខ្ពង់ខ្ពស់ទោះប្រើអស់កម្លាំងធាតុក៏មិនអាចបំបែកវាបានសូម្បីតែបន្តិចលើកលែងតែសិស្សច្បងរបស់ខ្ញុំម្នាក់គត់ក្រៅពីទេពតានីខ្លះគ្មានអ្នកណាម្នាក់លើលោកនេះអាចបំបែកវាបានឡើយហា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 សៀវជាងឲ្យចាំតែដល់ពេលទៅឯងនឹងខ្លាចជាជីវោជាដើម្បីជួយឲ្យគ្រូធំឡើងដល់កម្ពស់ក្បាច់គុណបុរាណពេលដែលម៉ោងនោះមកដល់ឯងនឹងខ្លាចជាជីវោជាសម្រាប់គ្រូធំដើម្បីសម្រេចបាននៅកម្ពស់ក្បាច់គុណបុរាណចាំមើលរឿងនេះចាំយានអញជួយនាងតាមរបៀបណាទៀតហេគ្រាន់តែជាមនុស្សធម្មតាសោះសូម្បីតែនាងការពារក៏មើលមិនឃើញផងបងធំគឺនៅទីនេះហើយបងប្រុសប្រញាប់មកជាមួយបងសម្រុកចូលទៅកុំអីបងធំនៅទីនេះមានដាក់នាងការពារហើយបើមនុស្សធម្មតាហ៊ានតែចូលក្បែរនឹងត្រូវបែកក្លឹមស្លាប់ភ្លាមមិនខានបែរឲ្យសាហាវម្លេះអ្នកដាក់នាងនេះចិត្តអាក្រក់ដល់ថ្នាក់នឹងផងសំណាងហើយដែលមានឯងនៅក្បែរបងធំចាំខ្ញុំប្រាក់ក្បាច់បំបែកនាងនេះសិននេះវានេះគឺជាដៅសើធានកាំងតាំងសិនតើរនាំងនេះជាវិជាសម្ងាត់របស់ភ្នំនាខ្លាយើងមានតែសិស្សចំណិតក្នុងបាក់ទើបអាចរៀបអំបានក្បាច់បែបនេះឬមួយជាសិស្សប្អូនរបស់ខ្ញុំសិស្សប្អូនឯងមានសិស្សប្អូនដែរហីគេធ្លាប់ជាសិស្សភ្នំនាខ្លាដែរតែដោយសារល្មើសវិន័យទើបត្រូវបណ្តេញចេញពីបាក់មិននឹកស្មានសោះថាគេបែរជាដើរលើភ្លឹងងឹតខ្លាចជាគ្រូមិនអាគមសិលខ្មៅបែបនេះបើវាជាមិនអាគមនាងសីមារបស់ភ្នំលង្ហូយើងអញ្ចឹងយើងនឹងប្រើវិជាសម្ងាត់ភ្នំលង្ហូដើម្បីបំបែកវានាខ្លាបង្ហាញខ្លួនបំបែកពីគៀបបើកទ្វារស៊ូបងធំរញ៉ាំងនេះចាប់ផ្ដើមព្រះហើយបងនឹងផ្ដល់ធម្មពលវិញ្ញាណឲ្យអញសិន
anhចូលទៅទុកពួកវាទុកសិនទៅចាំបងបំបីកូនយ៉ាងនេះឲ្យខ្ទេចសិនចាំបងចូលទៅជួយតោះបាត់បងធំអញ្ចឹងខ្ញុំទៅមុនហើយរនាំងសីមាចាប់ផ្ដើមរលងហើយថាអីរនាំងសីមាលងអីចឹងហ៎វាមិនអាចទៅរួចទេលោកគ្រូតើនៅមានអ្នកខ្លាំងជាងលោកគ្រូទៀតមែនទេអ្នកដែលអាចបំបីកូនញ៉ាំសីមារបស់យើងបានងាយបែបនេះក្នុងលោកនេះមានតែមិនប៉ុន្មានអ្នកទេមិនបាច់ខ្វល់ទេវាមិនទាន់ពេលហើយដល់វេលាហើយឥឡូវនេះដល់ពេលរំលាយសៀវធីងហើយនេះជាមហិទ្ធិឫទ្ធិរបស់អញទោះជាអ្នកណាមកក៏គ្មានឱកាសដែរដល់វេលាហើយឥឡូវនេះដល់ពេលរំលាយសៀវធីងហើយនេះជាមហិទ្ធិឫទ្ធិរបស់អញទោះជាអ្នកណាមកក៏គ្មានឱកាសដែរហា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 មហិទ្ធិឫទ្ធិដ៏អស្ចារ្យអញនឹងក្លាយជាអ្នកខ្លាំងបំផុតដែលមនុស្សរាប់ម៉ឺនអ្នកគោរពសៀវស៊ីងអញមិនមែនតែងតែអួតអាងខ្លាំងណាស់មែនទេឥឡូវអញនៅតែធ្លាក់ជាឧបករណ៍កំដរដែងដដែលតែគួរឲ្យស្ដាយណាស់ចាងយាននឹងមិនបានជួបអញទៀតទេព្រោះការក្លាយជាដង្វាយរបស់គ្រូទេពលទ្ធផលគឺរលាយបាត់រូបតែម្ដងហាហាហាជាងសៀវខុនអញកំពុងលេងជាមួយភ្លើងហើយដល់ពេលបញ្ចប់ហើយតើអញជាអ្នកណាមិននឹកស្មានថាមានសមត្ថភាពដល់ថ្នាក់នេះអាចបំបែកដាវស័ក្តិសិទ្ធិរបស់ខ្ញុំបានចាំងយានអញរកមកដល់ទីនេះបានយ៉ាងម៉េចថែមទាំងបំបែកកញ្ញាការពីរបស់គ្រូទេពទៀតវាមិនអាចទៅរួចទេគ្មានអីដែលថាមិនអាចនោះទេមេបញ្ជាការជាវខ្ញុំប្រាប់ឯងយូរហើយប្រឆាំងជាមួយខ្ញុំអញគ្មានលទ្ធផលល្អទេប្រហែលជាអញមិនដែលដឹងពីប្រវត្តិអ្នកខ្លាំងពិតប្រាកដទេសូម្បីនាងការពីដែលបង្កើតឡើងរាប់ឆ្នាំអញអាចបំបែកវាបានយ៉ាងងាយស្រួលបែបនេះបើគិតមិនចេញក៏កុំបង្ខំខ្លួនឯងអីប្រយ័ត្នខួរក្បាលជ្រូករបស់អញផ្ទុះទៅកុំនិយាយជាមួយវាទៀតអីចាំមើលថាវាមានសមត្ថភាពពិតមែនអត់ចប់ហើយធម្មពលដែលគ្រូឲ្យមកខ្ញុំប្រហែលជាមិនមែនប្រើបានតែម្ដងមិននឹងទេដឹងដល់ថ្ងៃស្លាប់ហើយមានអីចង់និយាយទៀតទេអញគឺជាគ្រូទេពមែនទេអញដឹងទេថាសិស្សច្បងរបស់ឯងគ្រូទេពនេះខ្លានៅខាងក្រៅនោះសិស្សច្បងនៅខាងក្រៅមែនទេបើមិនអញ្ចឹងទេអញស្មានថាខ្ញុំជាអ្នកបំបីកញ្ញាមិននឹងមែនហើយឥឡូវគ្រូសិលឹបនេះខ្លាកំពុងនៅខាងក្រៅកំពុងកំចាត់របាំងការពារដែលនៅសល់បន្តិចទៀតគាត់ចូលមកដល់ហើយបើឯងចេះដឹងខុសត្រូវប្រញាប់ដោះលែងយើងភ្លាមទៅហា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 គ្រូសិលឹបនេះខ្លាចាំងយានអីហ្នឹងទោះអញខ្លាំងពូកែលើលោកនេះយ៉ាងណាក៏ដោយអាចអញ្ជើញកម្ពុជាអ្នកខ្លាំងដូចជាបុកបរោះបានមែនតែបើអញចង់ឈានជើងចូលពិភពអ្នកសិលឹបវាពិបាកដូចឡើងឋានសួគ៌អញ្ចឹងនៅចង់យកសັບទៀតចង់អញ្ជើញកម្ពុជាគ្រូសិលឹបនេះខ្លាំងមកទៀតមែនទេអញស្មានថាខ្ញុំនៅជឿសម្ដីអញទៀតមែនទេអញជឿមិនជឿវាមិនសំខាន់ទេឲ្យតែគាត់ជឿទាន់ពេលទៅបានហើយគាត់និយាយមិនខុសទេអ្នកដែលអាចបំបែករបាំងការពាររបស់ខ្ញុំបាននេះបែបនេះក្រៅពីសិស្សច្បងរបស់ខ្ញុំគឺគ្មានអ្នកណាធ្វើបានឡើយលោកគ្រូប្អូនកុំជឿសម្ដីវាឲ្យសោះណាតែរបាំងការពារនេះបែកច្បាស់ជាមកពីធម្មពលសិលឹកក្នុងលោកអស់ហើយទើបវាមិនអាចដំណើរការបានយូរវាមិនពាក់ព័ន្ធនឹងអាចាំងយាននឹងមានពាក់ព័ន្ធគ្នាបន្តិចសោះឡើយមែនហើយឥឡូវធម្មពលសិលឹកក្នុងលោកនេះរៀងស្ងួតអស់ហើយនេះនឹងធ្វើឲ្យរបាំងការពារមិនស្ថិតស្ថេរណាស់មើលទៅអាម្នាក់នេះស្លៀកពាក់សាមញ្ញសោះគ្មានផ្លូវដែលវាអាចឲ្យសិស្សច្បងខ្ញុំមកជួយបានទេហើយកុំនៅនិយាយឥតប្រយោជន៍ជាមួយវាទៀតអីដល់ពេលហើយប្រញាប់សម្លាប់យ៉ែងយួនទៅបិទស្រូបយកធាតុយានឲ្យអស់ទៅដើម្បីក្លាយជាកម្ពុជាអ្នកគុណនិយមបុរាណអាឈ្មោះឆ្មៃអញហ៊ានយកឈ្មោះសិស្សច្បងឯងមកបន្លាចផងហើយអញថាឯងចង់ងាប់ហើយមើលទៅអាប្អូនអញហ៊ានយកឈ្មោះសិស្សច្បងឯងមកបន្លាចឯងផងហើយអញថាឯងចង់ងាប់ហើយម្ចាស់ហាងហ៊ានហៅបងធំអញសិស្សច្បងពិតជាលោកមែនទេនេះពិតជាគ្រូទេពលុះយូរមែនតើថែមទាំងហៅយ៉ែងយួនថាបងធំទៀតអាយ៉ៅខនឲ្យកូនចៅអញមាននៅគ្រប់កន្លែងនិយាយមែនជួនកាលអញក៏ខ្លាចខ្លួនអញដែរចុះចំណែកអញវិញនៅតែមិនព្រមជឿទៀត
ចេះតែចេញមកប្រឆាំងជាមួយអញរហូតថ្ងៃនេះអញមិនលើកលែងឲ្យអញនេះទេវាមិនអាចទៅរួចទេលោកម្ចាស់យ៉ាវហេតុអីក៏ខ្ញុំធ្វើអ្វីក៏មិនឈ្នះអញសោះអញ្ចឹងខ្ញុំហៅកំពូលអ្នកខ្លាំងមកអញក៏ហៅមកដែរអញហៅអភិបាលខេត្តមកអញហៅអតីតអភិបាលខេត្តមកអញហៅគ្រូទេពនាគខ្លាមកអញហៅទេវតានាគខ្លាមកហេតុអីទៅហេតុអីបានជាអញធ្វើអីក៏មិនឈ្នះអញអញ្ចឹងគ្មានអីដែលថាមិនអាចនោះទេឆាវគុណនេះហើយជាព្រមលិខិតរបស់ឯងចុះចំណែកឯងវិញមិនត្រឹមតែមិនព្រមទទួលស្គាល់ព្រមលិខិតថែមទាំងដើររកតែរឿងងាប់ទៀតបើអីចឹងមែនថ្ងៃនេះយើងនឹងបំពេញបំណងឯងបងអូនប្រុសទេវតាមនុស្សពីរនាក់នេះប្រគល់ឲ្យអញជាអ្នកចាត់ការចុះបាទអាសត្វចង្រៃនៅមិនទាន់ព្រមចុះចាញ់ទៀតអញគុំស្មានថាអាចធ្វើឲ្យយើងបានឲ្យសោះលោកគ្រូទេពលោកសុខចិត្តទទួលយកវាសនាបែបនេះមែនទេគាត់ជាសិស្សច្បងលោកមែនតែលោកខំប្រឹងហាត់វិជ្ជាផ្លូវងឹតច្រើនឆ្នាំមកហើយហេតុអីក៏នៅតែចាញ់គាត់ទៀតអាគ្រូទេពតានីក្លាស្អីគេនឹងវាគ្មានតម្លៃអីទេសម្រាប់វាទៅលោកនឹងអាចជំនួសតំណែងវាបានហើយសិស្សច្បងទោះយ៉ាងណាក៏គង់តែញាប់ដដែលបើអញ្ចឹងសាក់មើលបន្តិចទៅចាំមើលថាវិជ្ជាផ្លូវងឹតរបស់អញអាចវាឲ្យអញរបួសធ្ងន់ទាំងសងខាងបានអត់ចាំមើលថាអាចស្លាប់ទាំងសងខាងបានអត់បងមកដល់ហើយសៀវអ៊ឺឆាប់ដឹងខ្លួនឡើងបងយានបងមកដល់ហើយបងសុំទោសដែលមកយឺតធ្វើឲ្យអូនត្រូវរងទុក្ខបែបនេះពួកដែលធ្វើបាបអូនបងមិនលើកលែងឲ្យម្នាក់ណាឡើយចាងយានខ្ញុំសុំទោសខ្ញុំក៏ហើយសុំលើកលែងឲ្យខ្ញុំផងលើកលែងឲ្យខ្ញុំផងលើកលែងឲ្យអត់មិនមែនខ្ញុំជាអ្នកសម្បត្តិទេឆាវសៅខុនឯងធ្វើរឿងអាក្រក់ច្រើនណាស់ខ្ញុំនឹងនាំឯងទៅជួបលោកម្ចាស់ឥឡូវនេះចាំមើលគាត់ចាត់ការឯងយ៉ាងម៉េចកុំអីសៀវយីខ្ញុំសំពាក់អង្គវហើយគុំនាំខ្ញុំទៅវិញអីលោកម្ចាស់ដឹងរឿងអស់ហើយច្បាប់ពិតជាតឹងរឹងណាស់បើនាំខ្ញុំទៅវិញខ្ញុំច្បាស់ជាស្លាប់មិនខានអញ្ចឹងក៏មិនបាច់ទៅណាដែរលោកទូតអរគុណលោកទូតដែលមេត្តាអរគុណលោកទូតហាយន្តកាស្នូដែលអូនថកខ្ញុំរៀបចំទុកខ្ញុំមិនទាន់បានកំទេចវាចោលទេបន្តិចទៀតវានឹងដំណើរការឡើងវិញដោយខ្លួនឯងបើឯងមិនចង់ទៅអញ្ចឹងក៏នៅទីនេះរហូតទៅនៅទីនេះជារៀងរហូតខ្ញុំមិនព្រមទេសៀវយីនាំខ្ញុំទៅជាមួយផងបានទេខ្ញុំសូមអង្វរលោកហើយតើអញ្ចឹងខ្ញុំនាំអញទៅឲ្យចំណីមកអត់ទេខ្ញុំមិនត្រឡប់ទៅវិញទេខ្ញុំមិនចង់ទៅឲ្យគេសួរចម្លើយទេអត់ទេមើលទៅឈួតបាត់ហើយតើមិនបាច់សួរចម្លើយមនុស្សឈួតនាំតែហត់ទេអញ្ចឹងទុកវាឲ្យនៅទីនេះរហូតទៅតោះទៅខ្ញុំមិនចង់នៅទីនេះទេខ្ញុំមិនចង់ទៅឲ្យគេធ្វើបាបទេអត់ទេមិនយកទេអ្នកណាមកល្បីជាមួយនឹង3មុខនេះប្រាហើយស្បែកស្អាតភ្លាមតែម្ដងអញ្ចឹងមិនមករយៈនេះបងគាត់បុកកំងជាមួយនឹងឈុតនេះមែនតើដោយសារគាត់ត្រូវទៅស្រុកអញ្ចឹងទៅចង់សម្រុកយកស្បែកសអញ្ចឹងណាងាយសួរទេបើសិនជាបងអូនចង់បានជាមួយនឹងស្បែកសចាំងផ្លាតភ្លឺដូចកញ្ចក់មក step ទី1ធ្វើការប្រើប្រាស់ជាមួយនឹង scrap បូករួមជាមួយនឹងប្រេងហ្គាសកាសិនរបៀបប្រើគឺងាយស្រួលមែនតើបងអូនគ្រាន់តែលាបបញ្ចូលគ្នារវាង scrap និងប្រេងហើយមួយទឹកឲ្យសើមស្បែកធ្វើការម៉ាស្សាថ្នមរយៈពេល3ទៅ5នាទីកន្លែងណាមានបញ្ហាខ្មៅក្រិនដូចជាកញ្ញដៃកញ្ញជើងធ្វើការម៉ាស្សាថ្នមមកកាត់បន្ថយនៅបញ្ហាក្រិនបានច្រើនមែនតើជាពិសេសបញ្ហាក្លិនខ្លួនក្លិនក្លៀកតកតងជាមួយនឹងបញ្ហាស្នាមអីគឺជួយបានល្អមែនតើអ្វីដែលសំខាន់គឺជំរុញកោសិកាតែតាមលើស្បែករបស់យើងបានល្អខ្លាំងតទៅពីប្រាជាមួយនឹងពីមុខនេះហើយនិយាយពីថាស្បែកចេញមកសភ្លឺថ្លាលះមាត់រលោងតែម្ដងដែលសំខាន់ណាចិត្តត្រូវទៅស្រុកចិត្តមានកម្មវិធីអញ្ចឹងបងអូនកុំមើលរំលងប្រើជាមួយនឹងស្បែកយ៉ាសកាមកតង់ទៀតមកពុរិស័ទវាជួយប៊ូស្បែករបស់យើងឲ្យកាន់តែសលឿនជាងនឹងថែមទៀតវីតាមីនស្បែករបស់យ៉ាសកាបងអូនកុំភ័យថាមានក្លិនឆួលបដូរពណ៌រោមឬក៏មានបញ្ហាលំមាស់កទួលនៅលើស្បែកបងអូនប្រើទៅគឺមានអារម្មណ៍ថា fresh មែនតើដោយសារក្លិនគេក៏ក្អូបសាច់ស្បែករបស់គេប្រើទៅគឺត្រជាក់ស្បែកមែនតើណៃពេលធ្វើតែ10នាទីធ្វើការម៉ាស្សាថ្នមមកគឺជួយកាត់បន្ថយនៅបញ្ហាក្រិនស្នាមឲ្យខ្មៅនៅលើស្បែកបានល្អមែនតើពិសេសគឺជួយប៊ូស្បែករបស់យើងឲ្យកាន់តែសហើយម៉ត់ថែមទៀតចំណុចដែលសំខាន់គឺជួយបឺតជាតិពណ៌ចេញពីស្បែកហើយជួយស្បែករបស់យើងសម៉ត់ស្មើគ្នាជាមួយនឹង3មុខនេះហើយនិយាយពីថាស្បែកស្អាតញាក់តែម្ដងអញ្ចឹងធីមដែលស្រឡាញ់ស្បែកគ្នាយើងកុំភ្លេចឲ្យសោះជាមួយនឹង3មុខនេះណា